ខាងប្រជាពលរដ្ឋដែលមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលនោះគឺចាត់ទុកថាអ្វីដែលរដ្ឋាភិបាលធ្វើនេះធ្វើឲ្យខាតជាតិខ្មែរអីចឹងបានគេថាដូរយកសន្តិភាពដូរដីអីណាអញ្ចឹងទៅអានេះគឺជាការលើកឡើងរបស់ក្រមអ្នកដែលមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលឥឡូវនេះគឺសារនេះខ្ញុំដកស្រង់ចេះហើយខ្ញុំចង់និយាយអំពីការដែលឲ្យកម្ពុជាប្រជាពលរដ្ឋខ្មែរព្រមទទួលយកអ្វីដែលមានស្រាប់នេះបានប៉ុណ្ណឹងហើយចង់បានអីទៀតនេះគឺដូចតទៅសារទី1ដែលមានរូបថតមានរូបអីទាំងថ្នាក់ដឹកនាំមានទាំងលោកទាសីហាមានលោកម្ដងនោះមានលោកហ៊ុនម៉ាណែតម្ដងនោះមានលោកហ៊ុនសែនដែលក្រុងសម្លៀកបំពាក់ពេលខ្លះជាយោធាពេលខ្លះជាស៊ីវិលហ្នឹងគឺសារទី1គេដាក់ថាយើងទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាជាជំរើសដើម្បីរក្សាសន្តិភាពនិងស្ថិរភាពជាតិដូច្នេះម្ដងនេះគឺរដ្ឋាភិបាលកម្ពុជាអត់ស្ដាប់សាររបស់បងប្អូនណាដែលចង់និយាយថាហេតុអីក៏មិនប្តឹងហេតុអីក៏ឲ្យថៃឈ្លានពានរំលោភយកដែនដីយើងមិនអាចទាមទារពីគេបានអីគឺកន្លែងនេះគឺបងប្អូននឹងត្រូវជាប់គុកជាប់ច្បាប់ទៀតហើយដោយសារអីគឺភាសារបស់រដ្ឋាភិបាលនេះមិនមែនជាតាមពិតយើងថាជាសារស្អំចិត្តប៉ុន្តែបន្តិចទៀតចាំខ្ញុំអានថាជាសារគំរាមកំហែងឲ្យប្រជាពលរដ្ឋចាប់បង្ខំត្រូវតែជឿតាមយើងអត់ជឿតាមគឺយើងត្រូវតែគុកច្បាប់ទៀតហើយយើងទាំងអស់គ្នាជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជាជាជំរើសដើម្បីរក្សាសន្តិភាពនិងស្ថិរភាពអាហ្នឹងសារទី1សារទី2រាជរដ្ឋាភិបាលកម្ពុជាឈរយ៉ាងមុតមមក្នុងការការពារអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាស្របតាមច្បាប់ទី3ការរួបរวมជាតិគឺជាកម្លាំងធំសម្រាប់ការពារបូរណភាពដែនដីកម្ពុជាពលរដ្ឋកម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងដោយឈរលើមូលដ្ឋានច្បាប់4ប្រជាពលរដ្ឋកម្ពុជាជឿទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោសម្ដេចអធិបតីនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាម៉ាត់ណាក៏ការពារអធិបតេយ្យនិងបូរណភាពដែរប៉ុន្តែបើយើងមើលទៅជាក់ស្ដែងគឺថៃកំពុងតែគ្រប់គ្រងដែនដីទាំងអស់នេះដែលអានេះហើយសារនេះចឹងបានថាវាមិនមែនជាសារស្អំចិត្តតែមួយមុខទេគឺជាសារអាចនឹងជាការគម្រាមកំហែងសម្លុតបំភ័យប្រជាពលរដ្ឋឲ្យជឿតាមបើអត់ជឿតាមគឺនឹងត្រូវថ្មោងទៀតដែរអានេះគឺតាមទម្លាប់ទេបងប្អូនព្រោះអីរដ្ឋាភិបាលអត់ចាំបាច់ចេញសារបែបហ្នឹងទេគឺព្រោះអីទង្វើសកម្មភាពជាក់ស្ដែងនៅក្នុងការអនុវត្តប្រជាពលរដ្ឋមើលឃើញដល់ពេលអញ្ចឹងបន្ទាប់ទៀតគឺសម្ដេចតេជោនិងសម្ដេចអធិបតីដឹកនាំដោយទទួលខុសត្រូវចំពោះជាតិមាតុភូមិបាទដាច់ខាតអ្នកចូលដល់ការសម្លុតដែរព្រោះអាលើហ្នឹងគឺដាក់ថាគ្រប់គ្រងអញ្ចឹងទៅប្រជាពលរដ្ឋទាំង17លានអ្នកគេចង់សម្ដៅចឹងខ្ញុំមិនជឿថាប្រជាពលរដ្ឋទាំងអស់គាត់ថារដ្ឋាភិបាលចង់រំលេចថាប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរដ្ឋាភិបាលអញ្ចឹងដំបូងសិតតែសូមឲ្យជឿជាក់លើរដ្ឋាភិបាលអាដំបូងហ្នឹងបងប្អូនអាពេលដែលមានរឿងអីមុននឹងឆ្លោះគ្នាខ្លាំងអីឬក៏ស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមអីហ្នឹងគឺសូមឲ្យជឿជាក់លើរដ្ឋាភិបាលសិតតែប្រើពាក្យសូមដូចជាអង្វរដូចជាអំពាវនាវម៉ោងនេះលែងសូមហើយគឺត្រូវតែចាប់បង្ខំឲ្យជឿជាក់តែម្ដងហើយឃ្លាចុងក្រោយនេះគឺដាច់ខាតគាំទ្រការពារនិងជឿជាក់ឥតងាករេលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអញ្ចឹងពីប្រជាពលរដ្ឋដែលសុំឲ្យគាំទ្រឥឡូវទៅជាប្រជាពលរដ្ឋខ្មែរដាច់ខាតត្រូវតែគាំទ្រការពារនិងជឿជាក់ឥតងាករេលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដាច់ខាតគាំពារការពារនិងជឿជាក់ឥតងាករេលើការដឹកនាំរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតភាសាដាច់ខាតនេះគេប្រើទៅក្នុងទៅសម័យខ្មែរក្រហមឯងព្រោះតែពាក្យតែបដិញ្ញាដាច់ខាតអីគឺដឹងឲ្យយកទៅសម្លាប់ហើយចុងក្រោយក៏ដាក់ថាការជឿទុកចិត្តលើការដឹកនាំគឺជាគ្រឹះនៃឯកភាពជាតិដ៏រឹងមាំយើងទាំងអស់គ្នាគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយឈរលើមូលដ្ឋានច្បាប់សន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានជាធរមានតាមពិតសាររបស់រដ្ឋាភិបាលនិយាយពីរឿងថាប្រជាពលរដ្ឋខ្មែរគាំទ្រការរកដំណោះស្រាយដោយសន្តិវិធីតាមច្បាប់ជាតិនិងអន្តរជាតិតាមអនុសញ្ញាតាមអីហ្នឹងខ្ញុំជឿថាគ្មានប្រជាពលរដ្ឋណាជំទាស់សោះមិនចាំបាច់ចេញសារនេះក៏បានដែរព្រោះអីពាក្យថាយើងអនុវត្តដោយសន្តិវិធីណាមិនចង់បានដោយសន្តិវិធីព្រោះអីយើងទៅចង់បានសង្គ្រាមចម្បាំងរាំងជលមកពីណាទៀតយើងមានកម្លាំងឯណាទៅវាយគេឲ្យឈ្នះគេទៀតបើយើងអត់មានកាភ្លើងអត់មានសពាវុធអត់មានអាយន្តហោះបដិញអត់មានអាសំណាញ់មេឃដែលរដ្ឋាភិបាលប្រមុខដឹកនាំសន្យាថាបាញ់ចាប់អីហ្នឹងឥឡូវគេបាញ់ខ្ទេចខ្ទីដល់90គីឡូដីចូលក្នុងដីខ្មែរក៏តែមិនមានអាហ្នឹងហើយទៅចេះតែផ្ដាំឲ្យជឿរដ្ឋាភិបាលជឿជាក់រួចជឿជាក់មិនរដ្ឋាភិបាលនិយាយអត់ធ្វើផងហ្នឹងឥឡូវថានិយាយបែបហ្នឹងអត់ធ្វើចង់និយាយថាជឿជាក់លើរដ្ឋាភិបាលថាអត់ធ្មត់អាហ្នឹងដូចជាជឿដែរព្រោះរដ្ឋាភិបាលគេវាយទូសាច់គាត់អត់ធ្មត់អញ្ចឹងមែនអាហ្នឹងជឿតែដល់ពេលចុងក្រោយគេវាយខ្លាំងពេកទៅទ្រាំលែងបានក៏តដៃខ្លះប៉ុន្តែតដៃស្មានតែបានធូត្រូវគេដាក់មកឡើងដាបមកទៀតរត់តែធ្ងន់ជាងអាមុនអត់តដៃនឹងទៅទៀតដូច្នេះជឿកន្លែងថាមិនអាចនឹងឲ្យគេវាយតប់អីយូរពេកដែរប៉ុន្តែអ្វីដែលពិបាកនឹងប្រជាពលរដ្ឋនេះហ្នឹងជឿគាត់ហ្នឹងគឺតាក់ទងនឹងការកុហកតែរឿងសំណាញ់មេឃហ្នឹងមួយទៅហើយតាក់ទងនឹងអារឿងប្តឹងប្រើយន្តការអន្តរជាតិមានតែថ្កោលទោសសុទ្ធអីអញ្ចឹងទៅ
ហើយដល់ពេលប្តឹងអត់ទាន់មានរដ្ឋាភិបាលនឹងអាចអះអាងថាកុំគេមិនទាន់ប្តឹងទេចាំតែគេប្តឹងតាព្រោះអីច្បាប់អន្តរជាតិហ្នឹងគេអត់ដែលបិទផ្លូវតវ៉ាមិនឲ្យប្តឹងទេប្តឹងថ្ងៃណាក៏បានដែរអាចនឹងថ្ងៃក្រោយទៅបកស្រាយអញ្ចឹងហើយព្រោះអីជាការពិតនៅក្នុងប្រព័ន្ធតុលាការអន្តរជាតិ ICC ឬក៏កូនកាត់នេះអត់មានអាជ្ញាយុកាលនៃបទល្មើសនឹងដូចនៅអាជ្ញាយុកាលបទល្មើសនៅស្រុកខ្មែរទេចង់និយាយអាជ្ញាយុកាលហ្នឹងគឺបានន័យថាកម្រិតរយៈពេលកំណត់នៃបទល្មើសអីមួយកើតឡើងគឺត្រូវតែជំនុំជម្រះក្នុងរយៈពេលឧទាហរណ៍បទល្មើសព្រហ្មទណ្ឌអីចឹងចាកើតឡើងក្នុងរយៈពេល10ឆ្នាំបើហួសពី10ឆ្នាំហ្នឹងចាត់ទុកជាមោឃៈអាសាបងអត់មានអ្នកប្តឹងអត់មានអ្នកចាត់ការអីទៅរឿងហ្នឹងចាត់ទុកថាអត់កើតមានឡើងអានេះគឺជាកម្រិតនៃអាជ្ញាយុកាលនៃបទល្មើសមួយចំនួនក៏ប៉ុន្តែអាជ្ញាយុកាលនេះក៏អត់អាចនឹងកំណត់បានថាហួស delay អីដែរសម្រាប់បទល្មើសប្រឆាំងនឹងអក្រិតកម្មប្រឆាំងមនុស្សជាតិអក្រិតកម្មសង្គ្រាមគឺវាអត់មានហួសអាជ្ញាយុកាលដោយសារអីដោយសារតែកន្លែងខ្លះពេលដែលពុំមានសង្គ្រាមរាំងជលចឹងទៅអត់អាចមានតឡាការមកកាត់ក្តីអីបានចេះតែទុកយូរដូចរឿងសាលាក្តីខ្មែរក្រហមចឹងឃើញទេបើកាត់ក្តី30-40ឆ្នាំហើយហ្នឹងបាត់ល្មើសកើតតាំង79 75ដល់79ហើយមកកាត់ក្តីក្នុងឆ្នាំ2006 2007ហើយហ្នឹងដូច្នេះបានន័យថាវា30-40ឆ្នាំក្រោយមកចេះគេកាត់កើតដែរមានបាត់ល្មើសមួយចំនួនគេអាចនៅតែកាត់ផ្ដន់ទាទោសបានចឹងទេដូច្នេះអាចរដ្ឋាភិបាលតិចទៀតទៅបកស្រាយថាគេនឹងជឿជាក់រដ្ឋាភិបាលទៅគេនឹងអនុវត្តតាមយន្តការច្បាប់ឬក៏អាចថាប្តឹងផ្ដាល់នៅក្នុងពេលណាមួយអីចឹងទៅគ្រាន់តែថាវាមិនដឹងពេលណាអញ្ចឹងទៅដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងចេះតែរងចាំទៅហើយមិនបាត់អាការជឿទុកចិត្តព្រោះអីបាត់ល្មើសជាក់ស្ដែងកើតឡើងអត់ព្រមប្តឹងឥឡូវហើយចាំ10-20ឆ្នាំទៀតឬក៏ប្រហែលឆ្នាំទៀតទៅវាកាន់តែអូសបន្លាយពេលយូរព្រោះអាតឡាការព្រំទាន់អន្តរជាតិនិងតឡាការយុតិធធអីហ្នឹងមួយរឿងត្រូវការ3ឆ្នាំអីប៉ុណ្ណាជួនកាល5ឆ្នាំអីកាត់មិនទាន់ទាំងនេះផងហ្នឹងហើយចុះបើយើងចាំដល់ពេលយូរទៀតទៅវាកាន់តែយូរទៅអីទៅវាបាត់ផោះតាំងបាត់ដានអីចឹងទៅហើយធ្វើឲ្យរកម្មចិត្តប្រជាពលរដ្ឋហ្នឹងនៅមានការថ្នាក់ហើយរដ្ឋាភិបាលចេះតែស្អំទៅឲ្យប្រជាពលរដ្ឋថាអត់អីទេចាំដល់ពេលប្តឹងថ្ងៃក្រោយទៅសង្ឃឹមថាបានវិញអញ្ចឹងប៉ុន្តែតើលួងចិត្តប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្នឲ្យស្ងប់មិនដល់តែលួងចិត្តអត់បានប្រជាពលរដ្ឋរំជើបរំជួលផ្លូវចិត្តប្រើវិធានការដាច់ខាតតែម្ដងគឺដាច់ខាតត្រូវតែគ្រប់គ្រងដាច់ខាតត្រូវតែការពារជឿជាក់ឥតងាករេលើការដឹកនាំឬការសម្រេចរបស់រដ្ឋាភិបាលនៃនេះដូចខ្ញុំជម្រាបអញ្ចឹងគឺជាឱកាសបើកផ្លូវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរចាប់ប្រជាពលរដ្ឋខ្មែរដាក់គុកទៀតហើយអ្នកណាដែលនិយាយអីខ្ទាស់ហើយជាការបើកដៃឲ្យក្រុមឃោសនិករបស់រដ្ឋាភិបាលនិងក្រុមអ្នកដែលគ្រប់គ្រងជំហរអ្វីដែលរដ្ឋាភិបាលចង់ឲ្យប្រកាសហ្នឹងគឺនឹងស្រោចឲ្យជេរគ្នាដាក់សារដាក់គ្នាស្រាតសពុតទៀតហើយរវាងខ្មែរនិងខ្មែរគឺជាពិសេសគឺក្រុមអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលកាប់មុខហើយនឹងក្រុមដែលគណៈបពប្រឆាំងដែលទាមទារចង់ឲ្យធ្វើអ្មិចក៏តវ៉ាថៃដើម្បីឲ្យបានដែនអធិបតេយ្យរបស់កម្ពុជាមកវិញបងប្អូនបេសកកម្មនៅវែងឆ្ងាយណាស់រឿងមិនមែនមានបទជប់បាញ់ឬក៏ស្ងប់ប្រដាប់អាវុធនេះស្រាប់តែយើងមានសន្តិភាពទេសន្តិភាពអត់អាចមានបានទេបើគ្មានយុត្តិធម៌ហើយដើម្បីឲ្យមានយុត្តិធម៌ត្រូវមានអីគឺដោះស្រាយឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ថៃតាំងតែពីថ្ងៃដំបូងតាំងពីការសម្លាប់ប្រជាពលរដ្ឋស៊ីវិលបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្ទះសម្បែងវត្តអារាមសាលារៀនមន្ទីរពេទ្យហេតុអ្វីសពបែបយ៉ាងហ្នឹងត្រូវឲ្យថៃសងគ្រប់ចំណុចអាហ្នឹងមួយទៅហកសងតាក់ទងនឹងរឿងប្រើអាវុធខុសច្បាប់រំលោភដែនអធិបតេយ្យយើងមួយទៀតទៅរឿងគ្រប់គ្រងដែនអធិបតេយ្យខ្មែរដែលចូលមកទន្ទ្រានអារឿងគ្រប់គ្រងតំបន់ទាំងប្រមាណដែលថៃថាមិនសូវថាវាឈឺចាប់នោះវាឈឺចាប់អស់ហើយព្រោះដីយើងប៉ុន្តែអ្វីដែលឈឺចាប់ជាងគេបំផុតមួយទៀតហ្នឹងគឺជាការបំបាក់មុខជាតិសាសន៍របស់ខ្មែរយើងលើឆាកអន្តរជាតិដើម្បីប្រាប់ថាយើងហ្នឹងគឺជាជាតិសាសន៍មួយដែលអន់ថយជាងថៃអីចឹងទៅគេវាយគេប្រក្រាបយើងបានអានេះនឹងធ្វើឲ្យមានភាពឈឺចាប់ក្នុងដួងចិត្តខ្មែរយើងរាប់ចំនួនតទៅទៀតដែលរងចាំការសងសឹកណាមួយហើយអាហ្នឹងហើយដែលធ្វើឲ្យយើងនឹងស្អប់ខ្ពើមគ្នាក្នុងនាមជាប្រជាជាតិចឹងបាទខ្ញុំចេះតែអង្វរបងប្អូនថាអ្វីដែលកើតឡើងនេះគឺជាមហិច្ឆតានយោបាយរបស់អ្នកនយោបាយស្មោកគ្រោកដូច្នេះកុំឲ្យប្រជាពលរដ្ឋនិងប្រជាពលរដ្ឋឆ្លោះគ្នាឲ្យសោះររឿងអ្នកនយោបាយស្មោកគ្រោកទាំងសងខាងកុំររឿងបងប្អូនប្រជាពលរដ្ឋដែលស្លូតត្រង់ទាំងសងខាងចង់និយាយចេះឥឡូវនេះខ្ញុំស្លេះអំពីសាររបស់រដ្ឋាភិបាលម្ដងទៀតបងប្អូនគឺតែប៉ុណ្ណេះហើយគឺត្រូវតែអរគុណសន្តិភាពគ្រប់កន្លែងទៀតហើយបើបងប្អូនមកនិយាយអីរឿងបាត់ដីរឿងអីហ្នឹងគឺបងប្អូនអ្នកដែលនិយាយរឿងបាត់ដីទៅវិញទេដែលជាជនក្បត់ជាតិឯអ្នកដែលគេកំពុងការពារអារឿងដីដែលថៃយកមែនប៉ុន្តែគេថាឲ្យជឿជាក់ទៅហ្នឹងដើម្បីនឹងយកមកវិញបាននៅពេលណាមួយឬក៏ដោះស្រាយតាមយន្តការអន្តរជាតិណាមួយនោះអាហ្នឹងគឺគេជាអ្នកស្រឡាញ់ជាតិស្នេហាជាតិហើយពេលហ្នឹងហើយដែលគេនឹងអនុវត្តច្បាប់ដើម្បីចាប់មនុស្សដាក់គុកនិងចោទថាក្បត់ជាតិតទៅទៀតហ្នឹងបាទខ្ញុំបារម្ភមែនតើហើយសូមបោវាជាឆ្ងាយចោះខ្ញុំសូមបួងសួងកុំឲ្យរឿងហ្នឹងកើតឡើងប៉ុន្តែមើលទៅដូចជាទៅផ្លូវហ្នឹងហើយបងប្អូនព្រោះហេតុអីបានជារដ្ឋាភិបាលត្រូវធ្វើផ្លូវហ្នឹងហើយបង្ហាញភាពដាច់ខាតគ្រប់រឿងបែបនេះគឺដោយសារតែ
ខាងគណៈបកប្រឆាំងក៏គេមានយុទ្ធនាការមួយបង្ហាញអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលដែរចំណុចខ្សោយរបស់រដ្ឋាភិបាលដែលគណៈបកប្រឆាំងមើលឃើញហ្នឹងគឺការដែលឆក់ល្វែងមិនប្តឹងទៅអង្គការសហប្រជាទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រំប្រទានអន្តរជាតិឲ្យទាន់ពេលវេលាដើម្បីដោះស្រាយទាមទាររកដែនអធិបតេយ្យពីថៃមកវិញហើយមិនបានប្តឹងថៃរឿងច្រើនរឿងទៀតអីឡាក់នឹងឡាក់ដូច្នេះចំណុចដែលយើងធ្វើឲ្យទាហានយើងនឹងមិនមានសម្ភារៈយោធាខ្វះគ្រឿងសព្វាវុធសពបែបយ៉ាងធ្វើឲ្យយើងបាក់ទៅតាមសមរភូមិជាច្រើននេះគឺជាការហុចដងដាវឲ្យគណៈបកប្រឆាំងនៅក្នុងការមើលឃើញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលនៅក្នុងការទប់ទល់ជាមួយនឹងប្រជាមិត្តថៃអីចឹងទៅអានេះគឺជាឱកាសមាសរបស់ក្រុមអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងដែលទាមទារឲ្យមានការកែតម្រង់ផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋអីចឹងទៅហើយអាហ្នឹងវាដូចថាដូចអ្នករ៉ូស៊ីចឹងបងប្អូននៅពេលដែលឱកាសមាសមកដល់ឧទាហរណ៍បើរដូវហ្នឹងគឺជារដូវដែលគេច្រូតស្រូវឧទាហរណ៍សំទោសរដូវដែលគេស្ទូងដករដូវដែលគេសាបព្រោះស្ទូងអីចឹងហើយបើយើងអ្នកលក់ជីអាហ្នឹងគឺជាឱកាសមាសរបស់យើងនៅក្នុងការផ្សាយលក់ជីហ្នឹងមិនចឹងយើងលក់ទៅក៏គាត់យកទៅបាចក្នុងស្រែដើម្បីឲ្យស្រូវហ្នឹងគេមានដូចថាដុះបានល្អឬលាស់បានល្អដាក់ផ្លែដាក់គ្រាប់អីឲ្យបានធ្ងន់អីអញ្ចឹងទៅបានផលច្រើនអាហ្នឹងគឺជាពេលវេលាមាសសម្រាប់ពួកគាត់ហើយបើសិនជាពេលហ្នឹងយើងដល់តែពេលគេចោតស្រូវគឺយើងឡើងលក់ជីទៀតហើយបងប្អូនអត់មានទៅផ្សាយលក់ជីកើតទេគឺយើងត្រូវតែបើកយុទ្ធនាការប្រមូលទិញស្រូវអាហ្នឹងវាឱកាសសម្រាប់អញ្ចឹងដែរហើយដល់ពេលធ្វើវាត្រូវអញ្ចឹងក៏ប៉ុន្តែដល់ពេលបងប្អូនមួយចំនួនគិតថាយីពួកខាងគណៈបកប្រឆាំងនេះស្រាប់ដល់តែពេលថៃខ្មែរកំពុងជាប់ដៃវាយជាមួយថៃស្រាប់តែមកនិយាយតែពីរឿងផ្លាស់ប្ដូររបបផ្លាស់ប្ដូរការដឹកនាំផ្លាស់អីអញ្ចឹងទៅដែលមើលទៅស្ដាប់ទៅដូចជាសគារជាតិបន្តិចថាខុសកាលខុសវេលាខុសរឿងអីអញ្ចឹងទៅដែលធ្វើឲ្យខ្មែរយើងចេះតែឆ្លោះគ្នាអត់ឈប់ប៉ុន្តែខ្មែរយើងដែលត្រូវគ្នាពីកាលខាងគណៈបកកណ្ដាលអំណាចធ្វើខុសកាលខុសវេលាតែរហូតមកហ្នឹងបំផ្លាញគណៈបកប្រឆាំងខ្ទេចខ្ទីមានដែលគិតកាលគិតវេលាអីធ្វើតែអញ្ចឹងដូចគ្នាដូច្នេះអារឿងសងសឹកនេះហ្នឹងគឺវាអត់ចប់ទេហើយឥឡូវនេះរឿងហ្នឹងកើតឡើងអញ្ចឹងហើយបានជាខាងរដ្ឋាភិបាលកម្ពុជាចេញសាររបៀបរៀងធ្ងន់ដៃបន្តិចនេះគឺអត់មានអំពាវនាវទៀតទេណាបងប្អូនសាររបស់រដ្ឋាភិបាលកម្ពុជាអត់អំពាវនាវបងប្អូនឲ្យគ្រប់គ្រងរដ្ឋាភិបាលទៀតទេអត់សូមអត់ស្នើអីទៀតទេគឺដាច់ខាតបានន័យថាតវ៉ាខ្មាំងប្រឆាំងខ្មោចតែប៉ុណ្្នឹងទេវាអត់មានកដាលអត់មានអីទៀតទេគឺគ្រប់គ្រងរដ្ឋាភិបាលឬក៏នៅជាមួយក្រុមប្រឆាំងដែលរងការធ្វើទុកបុកម្នេញតែប៉ុណ្្នឹងឯងit's just like my way or highway មានតែប៉ុណ្្នឹងឯងឥឡូវតកតងនឹងរឿងសាររបស់សេចក្តីថ្លែងការណ៍រួមវិញយើងដឹងហើយថាសេចក្តីថ្លែងការណ៍រួមនេះគឺចេញមកមាន16ប្រការរដ្ឋាភិបាលកម្ពុជាគេនឹងបកស្រាយនៅក្នុងន័យមួយថាប្រការណាក៏បានផលដល់រដ្ឋាភិបាលតកតងនឹងសមិទ្ធិនៃការខំប្រឹងប្រែងសពបែបយ៉ាងមិនចឹងអ្នកណាមិនចង់អួតពីសមិទ្ធិរបស់ខ្លួនគឺទី1សមិទ្ធិដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលគឺបានមានបទជប់បាញ់មួយដែរបានស្ងប់បានអីគឺសង្គ្រោះជីវិតប្រជាពលរដ្ឋនិងទាហានជួរមុខរបស់យើងនេះគឺជាសមិទ្ធិធំធេងណាស់របស់រដ្ឋាភិបាលដែលខំប្រឹងប្រែងទៅចរចាជាមួយគេសូម្បីតែលោកទាសីហានឹងសរសេរលិខិតទៅអញ្ជើញម្ចាស់ដើមទៀនប្រធានដើមបុណ្យឲ្យគេរៀបចំពិធីអីអញ្ចឹងទៅដែលធ្វើឲ្យថៃនឹងចោទមកថាខ្មែរនឹងជាអ្នកបោះដៃទៅមុនសុំចរចាអីអញ្ចឹងទៅតាមពិតមើលទៅកម្ពុជាគឺពិតចង់ឲ្យមានឈប់សង្គ្រាមអីអញ្ចឹងប៉ុន្មានហើយអានេះក៏ជាការលើកពីស្នាដៃរបស់ខាងកម្ពុជាដែរមិនអញ្ចឹងខំប្រឹងប្រែងកាត់គេកាត់ខ្មាស់ទៅបោះដៃហៅគេទាំងគេចោទប្រកាន់សពបែបយ៉ាងប៉ុន្តែគោលបំណងចង់ឲ្យឈប់បាញ់ដូច្នេះអ្នកណាចោទអីចោទទៅអាហ្នឹងគឺជាសមិទ្ធិរបស់រដ្ឋាភិបាលកម្ពុជាដែរមិនអញ្ចឹងការខំប្រឹងប្រែងគ្រប់ជាន់ថ្នាក់មន្ត្រីក្រសួងមន្ទីរធ្វើញ៉ាត់ថ្កោលទោសដាច់អហង្ការគ្រប់យ៉ាងសារផ្ញើទៅក្រសួងមន្ទីរស្ថាប័នអង្គការសហប្រជាជាតិស្ថាប័នសិទ្ធិមនុស្សអីឡាក់នឹងឡាក់អីអញ្ចឹងទៅថ្កោលទោសប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបាតកម្មថ្កោលទោសថៃទៅគ្រប់ច្រកលហកធ្វើដូចភ្លៀងរលឹមសារផ្ញើទៅលោកដូណាល់ត្រាំផ្ញើទៅតំណាងរាស្ត្របាតកម្មនិយាយទៅគឺដុតដៃដុតជើងទាំងអស់សហគមន៍អន្តរជាតិនឹងក៏អំពាវនាវសូមឲ្យជានីគ្នាវិញអីចឹងទៅដូច្នេះអានេះសម្រាប់រដ្ឋាភិបាលកម្ពុជាវាជាសមិទ្ធិដ៏ធំធេងណាស់ដែលបើមិនមានការខំប្រឹងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជានិងអ្នកចរចាក្រុមអ្នកចរចាទាំងអស់នឹងការជួយជ្រោមជ្រែងគ្រប់គ្រងពីប្រជាពលរដ្ឋដែលចង់ឲ្យមានបទជប់បាញ់ក៏វាមិនមានបទជប់បាញ់នឹងដែរអានេះអ្វីដែលរដ្ឋាភិបាលលើកឡើងជាស្នាដៃទី2រដ្ឋាភិបាលក៏នឹងអួតសរសើរអំពីអ្វីដែលជាសមិទ្ធិបានពីសេចក្តីថ្លែងការណ៍រួមនេះដែរគឺការដែលបើ72ម៉ោងនេះអត់មានផ្ទុះអាវុធអីសោះអ្វីដែលល្អបំផុតគឺកងទ័ពខ្មែរយើងទាំង18នាក់ដែលជាប់ឃុំ152ថ្ងៃហើយនោះអាចនឹងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារតាន់មុនដាច់ឆ្នាំចូលឆ្នាំសកលឆ្នាំ2026នេះដែរដូច្នេះរឿងនេះក៏ជារឿងជោគជ័យធំមួយសម្រាប់រដ្ឋាភិបាលកម្ពុជាដែរដើម្បីអីបានប៉ុណ្ណឹងមកហើយចង់បានអីទៀតព្រោះអីយើងលើកមុនមិនបានគិតដល់បងប្អូននឹងតាន់ផងឡើយតែរវល់ឬផ្ទះឬសម្បែងរត់កិច្ចគ្រាប់កភ្លើងហ្នឹង
អាហ្នឹងគឺចង់និយាយថាពេលដែលស្ងប់សង្គ្រាមទៅអ្វីៗវានឹងវិលទៅរកភាពប្រសើរវិញអានេះអ្វីដែលរដ្ឋាភិបាលចង់បង្ហាញអំពីស្នាដៃបន្តទៀតថាអ្វីៗគាត់នឹងធូរហើយគឺសហការជាមួយថៃដោះមីនដោះអីមនុស្សធម៌ឬក៏រៀបចំហេដ្ឋារចនាសម្ព័ន្ធវាស់វែងអីព្រំដែនព្រំសីមាអីហ្នឹងតាមដំណើរចឹងទៀតទៅវាស់កន្លែងណាបានវាស់ទៅវាស់កន្លែងណាមិនបានក៏មិនវាស់អីចឹងទៅអាហ្នឹងតាមលក្ខណៈជាក់ស្ដែងចំពោះរដ្ឋាភិបាលកម្ពុជានេះគឺជាសមិទ្ធិធំណាស់ហើយសមិទ្ធិរបស់រដ្ឋាភិបាលនេះគឺមិនខុសអីពីសហគមន៍អន្តរជាតិក៏គេសារតដែរព្រោះថ្ងៃនេះយើងឃើញសារពីលោកប្រធានអាស៊ានរបស់យើងអាស៊ានបដូរវេនលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅសល់ពេលតែ3 4ថ្ងៃទៀតទេនឹងអស់តំណែងនេះហើយដោយសារតែត្រូវបដូរទៅឲ្យហ្វីលីពីនអញ្ចឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមចង់ក៏ញញឹមបិទមាត់មិនចិត្តដែរថាមានបទឈប់បាញ់មុននឹងគាត់ផ្ទេរភារកិច្ចនេះទៅឲ្យប្រទេសហ្វីលីពីនដើម្បីដោះស្រាយបន្តទៅតាមពិតអានេះជាពីងប្រហុកទេបងប្អូនវាមិនមែនជាដង្កូវប្រហុកទេមិនមែនជាផ្កាភ្ញីទេប៉ុន្តែឥឡូវនេះវាមើលទៅដូចរឿងស្រស់សុភាបន្តិចអីញញឹមញញែមទៅដើម្បីបោះអាហ្នឹងបកគលទូនីតិហ្នឹងទៅឲ្យហ្វីលីពីនដើម្បីតជាប្រធានអាស៊ានបដូវវេននៅឆ្នាំ2026នៅសល់តែប្រហែលថ្ងៃហ្នឹងនឹងមានពិធីផ្ទេរតំណែងហ្នឹងហើយអញ្ចឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមសប្បាយអខ្ជិបមាត់បិទមាត់មិនចិត្តដែរគាត់ក៏បានសារតការដែលមានបទជប់បាញ់នេះហើយលោកសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តបទជប់បាញ់នេះឲ្យមានប្រសិទ្ធភាពហើយស្មោះត្រង់ពិតប្រាកដអីអញ្ចឹងទៅហើយសាររបស់លោកហ្នឹងក៏មានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្រសួងការបរទេសជប៉ុនក៏ចេញសេចក្តីថ្លែងការណ៍ដូចនេះដែរគាំទ្រអបអរសាទរហើយក៏មានសារសេចក្តីថ្លែងការណ៍ពីខាងអូស្ត្រាលីមានសេចក្តីថ្លែងការណ៍ពីអង្គការសហប្រជាជាតិលោកGuterres Antonio Guterres ក៏អបអរសាទរហើយប្រាប់ថាអង្គការសហប្រជាជាតិនៅចាំជួយសម្របសម្រួលដើម្បីឲ្យកម្ពុជានិងថៃជានាគ្នារយៈពេលយូរអង្វែងហើយមានសារពីចក្រភពអង់គ្លេសពីអីចឹងដែរដូច្នេះអានេះបើយើងមើលទៅមានអ្នកសាទរក៏ច្រើនដែរដោយសារអីអ្នកណាមិនចង់បានសុខសន្តិភាពអញ្ចឹងបានខ្ញុំចង់និយាយថានេះដល់ពេលគេមកប្រមូលសវកទុះព្រោះអាកាលបាញ់គ្នាក្ដួងវាយគ្នាហ្នឹងអត់ព្រមចូលមកចាប់ទេគ្រាន់តែឈរមើលឲ្យប្រាប់ថាជប់វាយទៅអីជប់វាយទៅកុំឆ្លោះគ្នាអីអាគាត់មើលណាមិនកើតទេជប់បានជប់ទៅអីចឹងទៅប៉ុន្តែអត់ព្រមថ្កោលទោសអត់ព្រមចូលមកដកកាភ្លើងចេញពីថៃជប់ឲ្យទម្លាក់អា F16 ជប់អីអត់មានថ្កោលទោសអត់មាននិយាយអីទាំងអស់អ្នកទាំងអស់ហ្នឹងទាំងអង្គការសហប្រជាជាតិក៏ចឹងដែរទាំងប្រទេសទាំងអស់ហ្នឹងដោយទាំងអាស៊ានប្រធានអាស៊ានហ្នឹងក៏ចឹងដែរចិនអាស៊ានជប៉ុនថ្ងៃនេះក៏មានឯករដ្ឋទូតប្រទេសចិនប្រចាំនៅឯប្រទេសកម្ពុជាលោកវ៉ាងវិបិនគាត់ក៏បានសរសេរសារអបអរសាទរដែរឃើញទេអ្នកទាំងអស់នេះគឺមកប្រមូលបកកទុះដូចគ្នាអញ្ចឹងឯងគាត់ថាមុនហ្នឹងគឺអត់មានថ្កោលទោសថៃតែមួយម៉ាត់តែយ៉ាងណាបងប្អូនធ្វើអាម៉េចឥឡូវបើសិនជាពួកគាត់ហ្នឹងមិនមើលឃើញថាថៃជាប្រទេសសម្អុយក្នុងខោយើងទៅបន្ទោសគាត់យ៉ាងម៉េចសហគមន៍អន្តរជាតិជិតជាង200ប្រទេសអត់មាននរណាមើលឃើញថាថៃឈ្លានពានកម្ពុជាសោះហ្មងនិយាយទៅខ្ញុំនិយាយថាអត់ឈ្លានពានមិនមែនគេមើលមិនដឹងថាការទម្លាក់គ្រាប់ហ្នឹងខុសទេប៉ុន្តែគេអត់អាចនឹងវិភាគបានថាតើអ្នកណាខុសមុនចង់និយាយចឹងណាហើយអាការដែលមិនអាចវិភាគបានថាអ្នកណាខុសមុនហើយឲ្យដឹងថាថៃខ្លាំងមានមហិច្ឆតាមានអធិពលយោធាសម្បើមលើខ្មែរនេះគឺ 100% គឺគេថាយើងសម្អោចក្នុងខោព្រោះយើងសនឹងខ្មៅយើងឃើញតើយើងអត់ចាំបាច់ប្រាប់ថាសហគមន៍អន្តរជាតិគ្រប់គ្រងថៃមែនទេប៉ុន្តែសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃគឺមានន័យស្មើនឹងសហគមន៍អន្តរជាតិមើលមកឃើញថាខ្មែរជាអ្នកប្រព្រឹត្តព្រោះទី1ដឹងថាខ្មែរខ្សោយចាឥឡូវដូចអ៊ុយក្រែននិងរុស្ស៊ីអញ្ចឹងហេតុអីបានជាសហគមន៍អន្តរជាតិមើលទៅឃើញថាអ៊ុយក្រែនជាជនរងគ្រោះថ្កោលទោសរុស្ស៊ីបានរុស្ស៊ីមកវាយឃើញអ៊ុយក្រែនគ្នាជាប្រទេសអធិបតេយ្យឈ្លានពានហើយអត់មានគេជឿទៅលើអ៊ុយក្រែនភ្លាមថាអ៊ុយក្រែនអត់ដែលបានទៅសម្អោចក្នុងខោទៅផ្ទុះអាវុធចរិតអ៊ុយក្រែននឹងចង់តែសុំសុកដោយសារតែអាវុធបរមាណូរបស់អ៊ុយក្រែនធ្លាប់មានដែលអាចការពារប្រទេសបានអ៊ុយក្រែនសុកចិត្តរំលាយចោលដើម្បីកុំឲ្យគេចោទថាបានអាវុធធុនធ្ងន់នឹងមកយកមកកាងការពារទៅមានរឿងអីគេថាយើងនឹងចរិតមនុស្សដែលអាងគ្រាប់អាវុធបល័យលោកអីអញ្ចឹងបានអាចតដៃជាមួយរុស្ស៊ីបានអញ្ចឹងធ្វើឲ្យរុស្ស៊ីគេចូលមកវាយឯងនឹងវាខ្លាំងដែរអត់រំលាយអាវុធនឹងចោលអត់ធ្វើឲ្យសហគមន៍អន្តរជាតិគេដឹងថាអ៊ុយក្រែនគ្នាស្លូតអស់ហើយហ្នឹងមានកាភ្លើងការពារប្រទេសបានយ៉ាងខៃរ៉ៃគ្រាប់បរមាណូទៀតដាក់តាមគ្រាប់ទៅខ្ទេចទីក្រុងបែកឡាំងសំទោសក្រុមវិមានក្រុមឡាំងរបស់រុស្ស៊ីបាត់ហើយប៉ុន្តែគ្នាសុកចិត្តរំលាយចោលដើម្បីសុំសុកអាការសុំសុកហ្នឹងគឺគាត់សន្សំអាក្រេឌីតនឹងល្អអញ្ចឹងទៅដល់តែពេលរុស្ស៊ីវាយអ៊ុយក្រែនប្រាវសហគមន៍អន្តរជាតិមើលឃើញថាអ៊ុយក្រែនជាជនរងគ្រោះភ្លាមព្រោះអីទង្វើរបស់អ៊ុយក្រែនធ្លាប់ធ្វើមកជាជនរងគ្រោះអញ្ចឹងគេចាប់ផ្ដើម RH នឹងជួយចុះកម្ពុជាវិញអត់មានអីដែលប្រាប់ថាយើងជាជនរងគ្រោះឲ្យគេជឿហេតុអីបានគេអត់ជឿអានេះជារឿងអកុសលមែនតើរឿងអត់ជឿចុងក្រោយបំផុតគឺថៃខ្លួនឯងជាអ្នកធ្វើឲ្យសហគមន៍អន្តរជាតិអត់ជឿកម្ពុជាហេតុអីបានថាថៃក៏មានការរួមចំណែកនៅក្នុងការធ្វើឲ្យកម្ពុជាបាក់មុខដែរគឺថៃរៀបជើងព្រួលមកចុងក្រោយនឹងកន្លែងហ្នឹងគឺល្បិចល្បែងថៃក៏ល្អមួយយ៉ាងដែរចង់និយាយថាល្អនៅក្នុងន័យខូចទេបងប្អូនគឺថៃចាប់ផ្ដើមកំចាត់
អក្រិតកម្មឆបោកអនឡាញថៃធ្វើសង្គ្រាមយ៉ាងសស្រាក់សស្រាំមើលឃើញកម្ពុជាគឺជាឋាននរកនៃការឆបោកអនឡាញហើយដល់ពេលថៃរំលេចមកមានទាំងអុកញ៉ាកុកអានអុកញ៉ាកុកអានលីយ៉ុងផាត់អីលាក់នឹងលាក់ចឹងទៅវាស្របជាមួយនឹងអ្វីដែលអាមេរិកហ្នឹងទើបតែដាក់ទណ្ឌកម្មអ្នកអុកញ៉ាចិនស៊ីហ្នឹងទៀតរឿងឆបោកអនឡាញអញ្ចឹងកម្ពុជាមុខកម្ពុជានៅក្នុងពេលចុងក្រោយហ្នឹងគឺស្រអាប់លើឆាកអន្តរជាតិភ្លាមថាអូខូចណាគេចាត់ទុកអញ្ចឹងណាព្រោះអីអាមេរិកកោលទោសហើយចេញដីកាតាក់ទងនឹងអ្នកអុកញ៉ាចិនស៊ីដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជាដែលជាអ្នកដឹកនាំប្រទេសទៀតដូច្នេះមុខមាត់របស់យើងគឺឆាកអន្តរជាតិមើលមកគឺជាកន្លែងឋាននរកហើយអ្វីដែលអង្គការសហជីវជាតិគេរកឃើញរបាយការណ៍គេថាមជ្ឈមណ្ឌលឆបោកនៅស្រុកខ្មែរនេះគឺនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិគេរកឃើញ53មជ្ឈមណ្ឌលនៅទូទាំងផ្ទៃស្រុកខ្មែរមានជនរងគ្រោះដល់ទៅ120,000 នាក់ទៀតវាធ្វើឲ្យពិភពលោកហ្នឹងគេមើលមកយើងក្នុងផ្លូវអាក្រក់មែនតើគេថាយើងហ្នឹងជានិយាយទៅគឺជាបណ្ដាញអក្រិតជនអីអញ្ចឹងណាការចោទប្រកាន់របស់គេឲ្យគេលៀបពណ៌មកគឺទៅតាមហ្នឹងមកហើយដល់ពេលថៃចាប់ផ្ដើមបើកអាលបួសហ្នឹងគឺក៏ហែកអាកណាត់ដែលហែកបានមកចង្អាមហ្នឹងគឺហែកឲ្យឃើញគេខ្មាស់ទាំងអស់ទៀតគឺយើងស្រាតខោទៅលើឆាកអន្តរជាតិចុងក្រោយអាហ្នឹងខ្ញុំនិយាយពីរឿងចុងក្រោយមុននឹងចុងក្រោយហ្នឹងគឺយើងដឹងហើយមានរឿងអីដែលធ្វើឲ្យកម្ពុជាយើងគេចាប់ផ្ដើមសួរសំណួរអំពីភាពសុចរិតរបស់យើងគឺរឿងនៅពេលដែលលោកហ៊ុនសែនបញ្ចេញខ្សែអត្តសម្លេងតាក់ទងនឹងអ្នកស្រីបថងឋានខ្សែអត្តសម្លេងឯកជនរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំប្រទេសនិយាយគ្នាឲ្យដោយសារតែខ្សែអត្តសម្លេងហ្នឹងធ្វើឲ្យមានច្បោកច្បល់ឆ្លោះគ្នារវាងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលថៃរហូតតតែធ្វើឲ្យមានភាពរពើរពើងព្រំដែននឹងតបអីអញ្ចឹងទៅណែគេគិតថាយើងហ្នឹងគឺជាអ្នកនាំអាតហ្នឹងឃើញទេអារឿងយើងហ្នឹងគេគិតថាយើងជាខូចអាហ្នឹងគេមើលឃើញអំពីទង្វើដែលកើតឡើងហ្នឹងនឹងមុនតែប្រហែលហ្នឹងខែកក្កដាខែមិថុនាហ្នឹងចេញខ្សែអត្តសម្លេងរបស់អ្នកស្រីបថងឋានហ្នឹងម្ដុំពាក់កណ្ដាលខែមិថុនាហ្នឹងហើយស្រាប់តែដល់ពាក់កណ្ដាលថ្ងៃ24ខែកក្កដាយើងដឹងហើយស្រាប់តែមានផ្ទុះអាវុធក្រាំងឃើញព្រឹត្តិការណ៍ហ្នឹងកើតមកចឹងឥឡូវវិលឲ្យជ្រៅជាងហ្នឹងបន្តិចឆ្ងាយជាងហ្នឹងបន្តិចតើយើងបានសាងគេឈ្មោះអីខ្លះប្រទេសកម្ពុជាដើម្បីឲ្យសហគមន៍អន្តរជាតិគេដឹងថាយើងអត់ខូចរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យចាប់មនុស្សដាក់គុកធ្វើបាបមនុស្សររឿងធ្វើទុកបុកម្នេញងើបមួយវាយមួយហ្នឹងគឺមកអាយុមកហើយណា30-40 ឆ្នាំហ្នឹងគេស្គាល់យើងនៅក្នុងស្ថានភាពហ្នឹងគេកោតទោសរាល់ឆ្នាំគេហៅប្រព័ន្ធនីតិរដ្ឋយើងក៏បាតតារាងអង្គការសិទ្ធិមនុស្សអន្តរជាតិឬអង្គការ Freedom House អង្គការគម្រោងយុត្តិធម៌ពិភពលោកឬក៏អង្គការលើកលែងទោសអន្តរជាតិអង្គការសហជីវជាតិអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកគឺសុទ្ធតែដាក់ទណ្ឌកម្មសុទ្ធតែរកឃើញបញ្ហារបស់យើងឬរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអីហ្នឹងទាំងអស់យូរហើយសហគមន៍អឺរ៉ុបគេដក EBA យើង 20% ទៀតសហរដ្ឋអាមេរិកហ្នឹងគឺប្រមានយើងអា GSP យើងហ្នឹងអត់មានបានទេណា8ឆ្នាំហើយដឹងអត់7-8ឆ្នាំអត់ទាន់ឃើញប្រាប់ថាឲ្យវិញទៀតអីចឹងទៅដោយសារតែរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដូច្នេះអាទាំងអស់ហ្នឹងជាមុខមាត់នៅលើឆាកអន្តរជាតិនៅពេលដែលសហគមន៍អន្តរជាតិអ្នករាយការណ៍ពិសេសអន្តរជាតិអីគេយកទៅនិយាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិហើយប្រទេសដទៃទៀតនៅក្នុងក្រោមគេហៅអីការតាមដានឃ្លាំមើលសិទ្ធិមនុស្សជាសកលតាមកាលកំណត់4ឆ្នាំធ្វើម្ដងអីពីរឿងសិទ្ធិមនុស្សកម្ពុជាគេយកទៅរាយការណ៍បកអាក្រាតពីសិទ្ធិមនុស្សរបស់យើងហ្នឹងគឺអាក្រក់ហើយយើងទៅតែដោះសារនឹងការពាររហូតអត់មានដោះស្រាយអីចឹងទៅអាទាំងអស់ហ្នឹងវាជាការសន្សំរបស់យើងវាខុសពីអ៊ុយក្រែនឃើញហ៎អ៊ុយក្រែនលក់អាវុធទៅឃើញដល់ពេលមានវាយប្រាវគឺគេគាត់អាហ្នឹងចឹងបានថារឿងវាមិនមែនមានភ្លើងអត់ផ្សែងមានផ្សាយអត់ភ្លើងទេរឿងគឺតែវាអញ្ចឹងតែហើយដល់ពេលគេមិនគ្រប់គ្រងយើងតាមពិតរឿងអយុត្តិធម៌ណាខ្ញុំនិយាយមកដល់មកនេះខ្ញុំថាពិភពលោកអយុត្តិធម៌បំផុតសម្រាប់កម្ពុជាហ្នឹងហេតុអីក៏អ្នកមិនកោតទោសថៃសូម្បីតែបន្តិចបើឃើញកម្ពុជាមានបញ្ហាអីក៏ដោយអាហ្នឹងរឿងរដ្ឋាភិបាលរឿងអ្នកនយោបាយកម្ពុជាហេតុអីបានជាអ្នកយកដាក់ទោសប្រជាពលរដ្ឋខ្មែរ17លានអ្នកឲ្យคล้ายទៅជាចំណាប់ខ្មាំងនៅក្នុងការអំពើប្រព្រឹត្តរបស់ក្រុមអ្នកនយោបាយខ្មែរប្រមាណនេះហេតុអីបានជាអញ្ចឹងយើងក៏មានថាក្នុងនាមជាមនុស្សជាតិក៏យើងហ៊ានកោតទោសថៃបានដែរកោតទោសទៅព្រោះអីទម្លាក់គ្រាប់លើជនស៊ីវិលស្លាប់កុមារស្លាប់អីពីនេះគឺជារឿងមនុស្សធម៌កោតទោសថៃនៅក្នុងរឿងមនុស្សធម៌រឿងនយោបាយទុកឲ្យអ្នកនយោបាយហេតុអីក៏សហគមន៍អន្តរជាតិប្រងើយកន្តើយអញ្ចឹងបានថាសហគមន៍អន្តរជាតិនេះគឺអយុត្តិធម៌សម្បើមមែនតើនៅពេលដែលមានចំនួននេះដែលយើងឃើញថាយើងអាចកោខ្លាំងប៉ុន្តែបងប្អូននេះជាបទពិសោធន៍ជាមេរៀនមួយដែលយើងរៀនសូត្រដែលយើងត្រូវកែឡើងវិញកុំឲ្យរឿងដដែលហ្នឹងវាកើតឡើងឲ្យយើងឯកោយើងមានការឲ្យយើងមានគ្នាហើយមានគ្នាហ្នឹងសម័យនេះគឺយើងកែពីយើងទៅហើយការកែពីយើងហ្នឹងគឺការបង្រួបបង្រួមស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើអ្វីដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មូលមាត់គ្នាដើម្បីអំចិត្តសហគមន៍អន្តរជាតិលើកក្រោយមានការអីជាមួយថៃយើងបានប្រទេសខ្លះដែរនៅជាមួយយើងអាកសលមែនតែនសំបីតែប្រទេសដែលជាមហាមិត្តយើងដូចចិនអីនេះសុកចិត្តប្រលេះដៃយើងចោលទៅចាក់ខ្សែកដាលដែរដែលយើងគិតថាអស់ហើយប្រទេសខ្មែរអ្នកណាក៏ចោទកម្ពុជាថាអោបជើងនោះសំទោសអោបជើងចិននោះអោបមែនតែនក៏ប៉ុន្តែស្រាប់ដល់ពេលមានចំនួនជាមួយថៃចិនប្រលេះដៃយើងចោលឥឡូវដល់ពេលប្រមូលសបកកទុះ
ចិនចាប់ផ្ដើមហក់ចូលមកផ្លែតថ្ងៃនេះគាត់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងជីចេញលិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុននិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃចាំផ្ទះគឺលោកស៊ីហាសាក់ភួងកេតកែវទៅទីក្រុងគុនមីងនៃខេត្តយូណាននៃប្រទេសចិននេះថ្ងៃស្អែកនេះថ្ងៃ28 29មាន2ថ្ងៃទៅជួបគ្នាត្រីភាគីចិនកម្ពុជានិងថៃដើម្បីនិយាយអំពីបទជប់បាញ់និងការធ្វើយ៉ាងម៉េចដើម្បីឲ្យបទជប់បាញ់នឹងមានប្រសិទ្ធភាពយូរអង្វែងពិតប្រាកដឥឡូវខាងលោកប្រាក់សុខុនតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាក៏បានរៀបចំគណៈប្រតិភូទៅចូលរួមនៅទីនោះហើយឯខាងភួងកេតកែវលោកស៊ីហាសាក់ភួងកេតកែវក៏នាំគណៈប្រតិភូរបស់ថៃពីក្រសួងការបរទេសថៃនៃរដ្ឋាភិបាលចាំផ្ទះនេះទៅដែរទៅជួបគ្នានៅឯប្រទេសចិននៅថ្ងៃទី28ប្រមូលបកកន្ទុះនេះខ្ញុំចង់និយាយថាល្អហើយចិនក៏ជួយសម្របសម្រួលអាមេរិកព្យាយាមប្រលេះដៃចិនកុំឲ្យចូលរួមដែរប៉ុន្តែកាលពីមុនអត់មានថ្កោលទោសអីមួយយ៉ាងតែខ្ញុំថាចិនមិនថ្កោលទោសកម្ពុជាវាជារឿងមួយយ៉ាងដែរព្រោះចិនមានផលប្រយោជន៍ពីថៃច្រើនណាស់ដូច្នេះអត់ហ៊ានផ្ដេសផ្ដាស់ជាមួយកម្ពុជាទេខ្លាចបានប្រយោជន៍ទៅថៃរករឿងទៅបាត់បង់អប្រយោជន៍សេដ្ឋកិច្ចទី2បើចិនហ៊ានតែគ្រប់គ្រងកម្ពុជាត្រូវថ្មងរបស់អាមេរិកទៀតព្រោះអាមេរិកកំពុងអែបដែរដោយសារតែកម្ពុជាឆ្លៀតឱកាសហ្នឹងទៅសើលោកត្រាំដូចជាជាប់មាត់ដែរអញ្ចឹងទៅអត់ហ៊ានអញ្ចឹងដល់ពេលអត់ហ៊ានវាខូចប្រយោជន៍ដល់ខ្មែរដែរអត់ហ៊ានថ្កោលទោសថៃអញ្ចឹងចាក់ខ្សែកដាលរហូតអារឿងចិនមិនថ្កោលទោសថៃខ្ញុំអត់សូវឆ្ងល់ហ្មងតែដល់ពេលអាមេរិកអត់ថ្កោលទោសថៃវាជារឿងមួយដែលចម្លែកដែររឿងអាមេរិកអត់ថ្កោលទោសថៃអត់ចម្លែកតែមួយទេគឺរឿងគេជាសម្ព័ន្ធមិត្តក្នុងសន្ធិសញ្ញាហើយនឹងសម្ព័ន្ធមិត្តក្រៅអង្គការក្របខ័ណ្ឌអង្គការ NATO អីចឹងក៏ប៉ុន្តែរឿងអត់ថ្កោលទោសថៃរឿងប្រើអាវុធអាមេរិក F16 នេះអាហ្នឹងគឺជារឿងចម្លែកមួយដែលអសិលធម៌និងអគុណធម៌សម្រាប់សហរដ្ឋអាមេរិកដែរចង់និយាយចឹងណាប៉ុន្តែអាមេរិកស្អំចិត្តបានដោយសារថាហេគេមិនថ្កោលទោសថៃពីរឿង F16 អីហ្នឹងប៉ុន្តែគេចាប់ផ្ដើមសម្របសម្រួលឲ្យមានបទជប់បាញ់ដែរតាលោកត្រាំអីហ្នឹងមកចូលដល់ម៉ាឡេចូលអីមកហ្នឹងកុំបានគាត់ទេកុំគាត់ស្រែកមកវ៉ាស់ហ្នឹងឯងស្មានបានឈប់ទេកុំលោកម៉ាកូរូវីអូទេទៅលោកហ៊ុនម៉ាណែតមួយថ្ងៃមុនហ្នឹងមានអាសេចក្តីថ្លែងការណ៍រួមដើម្បីអនុវត្តការជប់បាញ់72ម៉ោងសាកល្បងនេះស្មានតែមានអញ្ចឹងឯងបើកុំដាក់សម្ពាធដាក់អីអញ្ចឹងអានេះអាមេរិកគេអាចបកស្រាយថាគេជួយបានច្រើនដែរហេតុអីក៏ទៅនិយាយតែពីរឿង F16 អីអញ្ចឹងតែបងប្អូនវាជាក្រូចនឹងប៉មរឿងចំហអាមេរិកចង់ជួយគឺគាត់ចង់បានជួយផ្សះផ្សាសន្តិភាពនៅស្រុកតំបន់នេះក៏ប្រយោជន៍អាមេរិកដែរបើសិនប្រទេសថៃនិងខ្មែរនឹងឆ្លោះគ្នានឹងអាចទំហំពាណិជ្ជកម្មអាមេរិកហ្នឹងក៏ប៉ះពាល់ដល់សន្តិសុខសង្គមសន្តិសុខតំបន់ប៉ះពាល់ដល់អាមេរិកប៉ះពាល់ដល់ប្រយោជន៍របស់អាមេរិកដែរទេដូច្នេះវាអត់មានអីរឿងថាអាមេរិកអត់មានប្រយោជន៍នៅក្នុងពេលដែលប្រទេសពីរហ្នឹងត្រូវគ្នាចឹងបានថានិយាយទៅវាសុទ្ធតែផលប្រយោជន៍នយោបាយផលប្រយោជន៍សេដ្ឋកិច្ចផលប្រយោជន៍អីសពបែបយ៉ាងណាក្នុងសង្គ្រាមចិត្តសាស្ត្រភូមិសាស្ត្រនយោបាយហ្នឹងបាទឥឡូវនេះខ្ញុំចង់និយាយអញ្ចឹងខ្ញុំចង់និយាយថាកម្ពុជាក៏គាត់នឹងរៀបចំឲ្យបង្ហាញអំពីសមិទ្ធិរបស់ខ្លួនហ្នឹងបែបហ្នឹងបែបថាឥឡូវសហគមន៍អន្តរជាតិក៏គេគ្រប់គ្រងដែរអញ្ចឹងអានេះគឺជាអ្វីដែលកម្ពុជានិយាយថាឥឡូវអ្វីវិលទៅរកភាពប្រក្រតីឃើញទេបើ72ម៉ោងនេះអនុវត្តទៅបានសម្រេចមែនរឿងប្រសើរមានទៀតប្រជាពលរដ្ឋជនភៀសសឹកជាង6សែននាក់នឹងអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញបន្ថយបន្ទុករឿងស្បៀងអាហារបញ្ហាអនាម័យបញ្ហាជំងឺរាតត្បាតអាសន្នរោគលក្ខណៈអីហ្នឹងគឺអញ្ញាយពេញទឹកពេញដីហ្នឹងគឺអាចជាការសម្រាលបន្ទុកឲ្យពួកគាត់វិលត្រឡប់ទៅភូមិឋានប្រកបរបរទទួលទានតាមសមាជីវវិញទៅគឺជាការសម្រាលបន្ទុកបងប្អូនអ្នកអង្គិយរៃអង្គាសលុយដើម្បីយកទៅឧបត្ថម្ភហ្នឹងក៏បានសម្រាកដៃសម្រាកអីបន្តិចដែរអញ្ចឹងទៅអានេះគេថាវាជួយសម្រួលសពបែបយ៉ាងបើយើងគិតពីរឿងនេះនឹងឲ្យរដ្ឋាភិបាលអាចនឹងយកចំណុចមួយថាចោះប៉ុណ្ណឹងមិនមែនជាជោគជ័យទេឬហោះជោគជ័យស្អីគេទៀតនៅពេលដែលចូលទៅដោះមីនដោះអីមនុស្សធម៌អីហ្នឹងទៅត្រូវគ្នាទៅត្រូវចិត្តថៃអីទៅវាធ្វើឲ្យស្ថានភាពព្រំដែនហ្នឹងកាន់ភាសាវាស់ព្រំដែនវាស់អីទៀតទៅណាបានប្រមាណយកប៉ុណ្ណឹងអីអញ្ចឹងទៅរដ្ឋាភិបាលគិតថាអាហ្នឹងគឺជាការដែលឈានទៅរកដំណោះស្រាយដែលជាចំណុចល្អច្រើនអញ្ចឹងអ្វីដែលល្អច្រើនដែលខ្ញុំរៀបរាប់នេះគឺជាអ្វីដែលរដ្ឋាភិបាលចង់រំលេចអញ្ចឹងហើយបានថ្ងៃនេះគឺអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឆ្លៀតឱកាសមកបញ្ជាក់ចំណុចមួយចំនួននៅក្នុងខ្លឹមសារទាំង16ប្រការដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងដោយសារតែមន្ត្រីរដ្ឋាភិបាលរូបនេះអះអាងថានឹងបំភ្លឺកុំឲ្យមានការយល់ច្រឡំឬបកស្រាយខុសនេះគឺជាសាររបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាដែលចេញនៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកនិយាយអញ្ចេះឆ្លៀតឱកាសនេះខ្ញុំសូមបញ្ជាក់ចំណុចមួយចំនួនដូចខាងក្រោមទី1ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃដែលចូលជាធរមានកាលពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូនេះខ្ញុំសូមបងប្អូនជនរួមជាតិអានឲ្យច្បាស់នៅខ្លឹមសារគ្រប់ចំណុចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនេះហើយពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីយល់ពីអត្ថន័យជៀសវាងការជឿទៅលើការបកស្រាយបំភ្លៃពីក្រុមមនុស្សមួយចំនួនដែលបំរើឲ្យសង្គ្រាមចិត្តសាស្ត្រនៅក្នុងគោលបំណងបំបែកបំបាក់សង្គមខ្មែរ
សារនេះគឺជាសារខ្មែរក្រហមឯអាសារដែលនិយាយតាក់ទងនឹងឲ្យតែមានរឿងអីគឺបំបែកបំបាក់អីអញ្ចឹងហ្នឹងគឺជាសារចង់និយាយថាអ្នកណាខ្ទាស់នឹងអ្វីដែលជាការយល់ឃើញរបស់ប្រជាពលរដ្ឋមួយក្រុមហ្នឹងគឺជាក្រុមប្រឆាំងក្រុមបំបែកបំបាក់ក្រុមអីអញ្ចឹងទៅទីដូច្នេះការស្វែងយល់ដោយខ្លួនឯងឲ្យគ្រប់ជ្រុងជ្រោយនិងទទួលយកតែប្រភពព័ត៌មានច្បាស់លាស់គឺជារឿងសំខាន់ដើម្បីកុំឲ្យមានអ្នកណាបោកប្រាស់យើងបានប្រជាពលរដ្ឋខ្មែរសម័យនេះហើយសម័យ AI technology ដល់ប៉ុណ្ណេះហើយនៅបោកគាត់បានទៀតអញ្ចឹងតែពិបាកដែរប្រជាពលរដ្ឋខ្មែរឥឡូវនៅតែជឿការបោកផ្លិតដីហុយអីចឹងដែរនឹងយើងធ្វើមិនបើយើងមានជំនឿមុតមមទៅលើអបិយជំនឿដែរទី2ការសម្រេចបានបတ်ចោតសំទោសទី2ការសម្រេចបានបတ်ឈប់បាញ់ជាថ្មីនាពេលនេះគឺជាលទ្ធផលបាទដូចខ្ញុំបានរៀបរាប់ខាងលើចឹងរដ្ឋាភិបាលគេច្បាស់ជាសាទរហើយជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រជាណាចក្រកម្ពុជាហើយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃមន្ត្រីរាជការនិងប្រជាពលរដ្ឋខ្មែរនៅទាំងក្នុងទាំងក្រៅប្រទេសរួមគ្នាជាកម្លាំងមហាសាមគ្គីខ្មែរយ៉ាងរឹងមាំដើម្បីទាមទារសន្តិភាពនិងប្រឆាំងការរំលោភឈ្លានពានលើដែនអធិបតេយ្យនិងទឹកដីចំណុចនេះខ្ញុំទទួលស្គាល់ថាជាការពិតគឺប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីគាំទ្រប្រឆាំងថៃឈ្លានពានកម្ពុជាប៉ុន្តែអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាលអត់ទាន់បានលើកឡើងគឺប្រជាជនខ្មែរនៅគ្រប់ទិសទីដូចគ្នាគឺអត់អាចនឹងទទួលយកបាននៅពេលដែលថៃរំលោភដែនអធិបតេយ្យខ្មែរបានច្រើនកន្លែងនេះហើយយើងអត់ទាន់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិទេបាទទី3សន្តិភាពគឺជាតម្លៃស្នូលរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាសន្តិភាពគឺជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសក៏ដូចជាការអភិវឌ្ឍសង្គមគ្រួសាររបស់ប្រជាពលរដ្ឋគ្រប់គ្នាឃ្លាទាំងអស់នេះមិនបាច់និយាយក៏បានដែរព្រោះអីវាជា logic ទេថាយើងស្រួលខ្លួនទៅគឺសុបាយចិត្តហើយព្រោះវាអត់ឈឺមិនអញ្ចឹងតាំងពីធ្លាក់ខ្លួនឈឺមកអត់ស្រួលខ្លួនរហូតអាហ្នឹងគឺជាភាសា logic ទេប៉ុន្តែគាត់នៅតែរំលេចដើម្បីខ្លាចបងប្អូនភ្លេចដែរពេលមានសង្គ្រាមទើបយើងឃើញច្បាស់ពីតម្លៃសន្តិភាពបាទត្រូវហើយតម្លៃសន្តិភាពនេះគឺយើងឃើញតាំងពីមកប៉ុន្តែសន្តិភាពគ្មានយុត្តិធម៌គ្មានទេសន្តិភាពសំបីតអគុណសន្តិភាពអាធ្វើទុកបុកម្នេញគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិគ្នា3លាននេះអត់មានយុត្តិធម៌ហ្នឹងតើបានសន្តិភាពមកពីណាឃើញតែជេរតែគ្នារាល់ថ្ងៃដូច្នេះហើយបានជាថ្នាក់ដឹកនាំយើងបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពនិងពុះពៀគ្រប់បែបយ៉ាងដើម្បីថែរក្សាសន្តិភាពឲ្យគង់វង្សយូរអង្វែងការឈានដល់បទជប់បាញ់ជាថ្មីនាថ្ងៃនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលបានមកពីនយោបាយសន្តិភាពនិងនយោបាយការទូតយ៉ាងសកម្មរបស់រដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដែលផ្ដល់តម្លៃខ្ពស់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីខ្ញុំមិនដឹងថាតើគាត់នឹងអាចស្អំចិត្តប្រជាពលរដ្ឋមិនអីរឿងការពារបូរណភាពនិងនេះទឹកដីនេះនេះជាវិញ្ញាសាធំសម្រាប់ពួកគាត់តែបងប្អូននេះគឺជាសាររបស់ពួកគាត់ដែលមានពីផ្នែកពួកគាត់ដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋយើងឲ្យជឿទៅដែរព្រោះអីមកដល់ម៉ោងនេះរដ្ឋាភិបាលអត់ទាន់ទទួលស្គាល់ចំណុចណាមួយដែលថៃវាយបានទេប៉ុន្តែបងប្អូនសង្ឃឹមថារដ្ឋាភិបាលនឹងចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ចំណុចណាមួយដែលថៃវាយបានទេការលើកមុនគេវាយឡើងយកភ្នំទ្របឡើងទៅដាក់ជីកលេនដ្ឋានអីគេទៅបាយជប់លៀងអីនៅហ្នឹងយើងថាភ្នំទ្របខ្មែរយើងគ្រប់គ្រងបាន 100% ហ្នឹងយើងនៅតែនិយាយអញ្ចឹងណាមកដល់ម៉ោងហ្នឹងក៏តែអញ្ចឹងហើយដល់ពេលប្រាសាទតាមន់ធំប្រាសាទអីចឹងគេទៅដល់អស់ហើយយើងអត់ដែរបានរូបមួយសន្លឹកក៏យើងនៅតែយើងគ្រប់គ្រងបាន 100% ហើយចោះទម្រាំមកឥឡូវអារឿងពីមុនពិបាកថាហ៊ានតែនិយាយទៅប្រជាពលរដ្ឋខ្មែរររឿងងាប់ហើយរឿងបាត់ដីព្រោះយើងសុទ្ធតែច្បាស់លាស់ទាំងអស់គ្នាអត់មានឲ្យបាត់មួយចាអាមណា1មីលីម៉ែត្រណារួចដល់ឥឡូវគេរំលោភរាប់សិបគីឡូដីគ្រប់កន្លែងយ៉ាងនេះតើគាត់មានហ៊ានអីទៅទទួលស្គាល់តែការមិនទទួលស្គាល់ការពិតនេះក៏ជាកំបិតចិត្តដងដែរព្រោះអីយើងអត់ទទួលស្គាល់ថាបាត់ដីតើយើងទៅប្តឹងថៃយ៉ាងម៉េចទៅតុលាការយុត្តិធម៌អន្តរជាតិថាយើងបាត់ដីនេះបើយើងតែយើងថាប្តឹងគេតើតែយើងទទួលស្គាល់ថារបស់នឹងបាត់សិនមិនអញ្ចឹងយើងចង់ប្តឹងប៉ូលីសឲ្យទាមទាររបស់មកយើងតើតែយើងបាត់របស់សិនទទួលស្គាល់ថារបស់នឹងចោលលួចសិនហើយបើយើងនៅតែគ្រប់គ្នាថាចោលអត់ទាន់បានលួចផងរបស់នឹងនៅតែជារបស់យើងនៅក្នុងដែនអធិបតេយ្យរបស់យើងការគ្រប់គ្រងរបស់យើងតើយើងមានអំណះអំណាងណាទៅប្តឹងអង្គការសហប្រជាជាតិប្តឹងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិនេះជាកំបិតចិត្តដងដល់លំបាកបើកម្ពុជាហ៊ានតែថាដីទាំងអស់ហ្នឹងត្រូវបានថៃគ្រប់គ្រងអាហ្នឹងគឺប្រជាពលរដ្ឋកម្ពុជាដែលគេចោទថាបាត់ដីទៅគេហើយដូរយកសន្តិភាពត្រូវរបស់គេទៀតហើយបើសិនជាយើងអត់ព្រមទទួលស្គាល់ទៅប្តឹងថៃយ៉ាងម៉េចហើយដល់ពេលប្តឹងថៃនិយាយទៅវាវល់ដោយសឡកពឹសឬក៏មិនមែនថាស្ពើដូចលេមួកចូលឈ្នាងអញ្ចឹងអាហ្នឹងវាពិបាកអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនអ្វីដែលសំខាន់គឺយើងមិនអាចទប់ការដែលឈឺឆ្អាលនឹងរឿងជាតិណាហើយការដែលឈឺឆ្អាលនឹងរឿងជាតិគ្មានគ្រូបាអាចារ្យណាមកទប់ព្រះអង្គបានទេព្រោះអីរឿងអធិបតេយ្យរឿងដែនដីរឿងការបាត់ដីអីនេះខ្មែរយើងទទួលយកអត់បានទេដោយសារអីយើងវាបាត់ដីតាំងពីមហានគរមកមហាអាណាចក្រខ្មែរមកនៅសល់ប៉ុន្តែសបកក្តាមហ្នឹងតែយើងបាត់បន្តិចតួចអីតិចទៀតហ្នឹងគឺប្រជាប្រដ្ឋទទួលយកមិនបានទេវាពិបាកអញ្ចឹងហើយបានជាខ្ញុំបានរៀបរាប់ពីរឿងតាំងសម័យបកូណាប្របាទនរោត្តមសីហនុដែលតាក់ទងនឹងរឿង
thấy nhiệt hướng đừng co ao phụ Việt Công là hô to tai bắt đầm này để miền rọt và ha hay thửรัฐ บาล អាមេរិក ហ្នឹង កាល សម័យ លន់ ហ្នឹង គឺ ឆ្លៀត ឱកាស ហ្នឹង ដឹង ថា ប្រជា ពលរដ្ឋ ចាប់ ផ្ដើម មាន ភាព មិន សប្បាយ ចិត្ត នឹង បកគោណា នៅ ក្នុង ការ ដែល ឲ្យ ដី ឲ្យ អី គ្រប់គ្រង ទាហាន វៀតកុង នៅ ក្នុង ដី ខ្មែរ អញ្ចឹង ទៅ ក៏ ធ្វើ ឲ្យ ការ ឡើង កាន់ អំណាច របស់ សេនា ប្រមុខ លន់ ហ្នឹង តាម ការ លើក បន្ទុក របស់ សហរដ្ឋ អាមេរិក នៅ ក្នុង ការ ចង់ យក ប្រទេស កម្ពុជា ជា ឈ្នន់ ដើម្បី រឹងមាំវាយស្មាគៀកស្មាជាមួយនឹងទាហានពួកធាវគីរបស់វៀតណាមខាងត្បូងវាយវៀតណាមខាងជើងព្រោះអីវៀតណាមខាងជើងដើម្បីវាយវៀតណាមខាងត្បូងបានអត់អាចវាយទល់មុខគ្នាបានទេព្រោះវៀតណាមខាងត្បូងតបគេក៏ខ្លាំងដែរទល់មុខគ្នាអញ្ចឹងព្រោះរៀងវាដូចស្បែកជើងផ្ទាត់អញ្ចឹងនៅវៀតណាមហ្នឹងវាពាត់យើងចេះពីលើមកកងែកកងអញ្ចេះដូចកាដៀវដូចអីបន្តិចអញ្ចឹងវាវែងអញ្ចឹងដល់ពេលត្រូវគ្នាជុលមុខគ្នាគឺនៅអាម្ដុំកន្លែងទល់ដែនខ្មែរយើងនៅម្ដុំស្វាយរៀងនៅអីហ្នឹងក៏ចេះស្វាយរៀងអីចឹងនៅម្ដុំខាងម្ដុំហ្នឹងហើយដល់តែពេលចង់វាយវៀតណាមខាងត្បូងនេះឲ្យបានខាងវៀតណាមខាងជើងពួកវៀតកុងហ្នឹងគឺអត់អាចវាយទល់មុខអញ្ចឹងឈ្នះទេគឺត្រូវវាយពីឆ្អឹងជនីបានន័យថាចូលពីចំហៀងអាមុខក៏វាយអាចំហៀងក៏វាយអញ្ចឹងពីចំហៀងចូលទៅវៀតណាមខាងត្បូងបានអត់មានអាចចូលបានតាមណាក្រៅពីឆ្លងកាត់ដីខ្មែរទេអញ្ចឹងហើយបានជាមានផ្លូវលំហូជីមិញហ្នឹងដើម្បីឲ្យពួកវៀតកុងចូលមកវាយវៀតណាមខាងត្បូងនៅពេលហ្នឹងហើយដែលយើងដីយើងខ្លាយទៅជាការដែលប្រើប្រាស់របស់ទ័ពបរទេសហើយអាមេរិកដែលកំពុងតែគ្រប់គ្រងវៀតណាមខាងត្បូងយ៉ាងសស្រាក់សស្រាំដើម្បីរំដោះវៀតណាមខាងជើងពីកុម្មុយនីសឲ្យវៀតណាមនឹងខ្លាយទៅជាប្រទេសសេរីតែមួយជួយវៀតណាមខាងត្បូងធ្វើឲ្យវៀតណាមនិងវៀតណាមវាយគ្នាហ្នឹងឈាមវៀតណាមនិងឈាមវៀតណាមបង្ហូរវាយគ្នាដោយសារតែអាមេរិកគ្រប់គ្រងវៀតណាមខាងត្បូងក៏ប៉ុន្តែដល់តែពេលខាងកម្ពុជាបើកដៃឲ្យវៀតណាមខាងជើងគឺពួកវៀតកុងចូលមកដើម្បីវាយវៀតណាមខាងត្បូងបានតែអាមេរិកធ្វើអីក្រៅតែពីផ្ដាច់ជីបចររបស់វៀតកុងឲ្យបានជួយពួកធាវគីវៀតណាមខាងត្បូងនេះគឺមានតែបិទកម្ពុជាឲ្យចិត្តកុំឲ្យច្រកវាយតាមឆ្អឹងជនីហ្នឹងដែលពិបាកនឹងវាយណាព្រោះចាក់ចកេះយើងវាយទល់មុខគ្នាតែមកលួចចាក់ពីក្រោយនេះគឺដឹងថាពិបាកហើយយើងអាចចាញ់វៀតណាមខាងត្បូងអាចនឹងចាញ់វៀតណាមខាងជើងបានយ៉ាងងាយរឿងនេះហើយដែលធ្វើឲ្យអាមេរិកលើកបន្ទប់សេនាប្រមុខលន់រហូតដល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្តមសីហនុចេញពីអំណាចនៅក្នុងម្ដុំខែមីនាឆ្នាំ1970ហ្នឹងពេលនោះហើយដែលសង្គ្រាមបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរហើយនឹងនេះហ្នឹងគឺកើតឡើងរហូតទៅដល់សម័យខ្មែរក្រហមសម័យអីមកហ្នឹងគឺសុទ្ធតែរឿងទឹកដីរឿងវៀតណាមរឿងអីអញ្ចឹងនៅពេលដែលយើងដឹងហើយដោយសារតែបញ្ហាវៀតណាមបញ្ហាស្អីហ្នឹងគឺពេលដែលខាងក្រមទាហានខ្មែរសាធារណរដ្ឋឡើងកាន់អំណាចមកហ្នឹងគឺមានការសម្លាប់រង្គាលជនជាតិវៀតណាមបណ្ដែតតាមទឹកទន្លេហូរទៅវៀតណាមរហូតដល់ឲ្យបាក់ស្បាត់អារឿងជាតិនិយមជាតិការស្អប់ខ្ពើមគ្នាហ្នឹងគឺដោយសាររឿងនយោបាយអញ្ចឹងហើយរឿងទឹកដីហ្នឹងឯងអារឿងទឹកដីហ្នឹងគឺរឿងសំខាន់ឃើញមានបានសក់នឹងគ្នាណាដល់តែពេលខ្មែរក្រហមឡើងកាន់អំណាចខ្មែរក្រហមក៏យកអាបញ្ហាទឹកដីការឈ្លានពានពីវៀតណាមហ្នឹងមកធ្វើជាត្រីមុខបន្ថែមទៀតរឿងអីក៏ដោយសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ខ្មែរក្រហមចាត់ទុកថាគឺដោយសារតែមហិច្ឆតារបស់វៀតណាមនៅក្នុងការដែលលេបត្របាក់ទឹកដីកម្ពុជាចង់បានដីកម្ពុជាអញ្ចឹងធ្វើឲ្យទាហានខ្មែរក្រហមហ្នឹងចាប់ផ្ដើមសម្លាប់មនុស្សអ្នកណាក៏ខ្មាំងអញ្ចឹងដែរសិតតែខ្មាំងយួនខ្មាំងអីអញ្ចឹងទៅគឺឆ្លោះគ្នាដំបងសម្លាប់ទាហានសាធារណរដ្ឋមិនរើសមុខនៅទួលពោជ្រៃយកទៅទាំងម៉ឺនអ្នកយកទៅបាញ់ចោលហើយដល់ក្រោយមកក៏សម្លាប់កម្មាភិបាលខ្លួនឯងអស់កន្លែងដាក់គុកទួលស្លែងហ្នឹងគឺកន្លែងដាក់កម្មាភិបាលខ្មែរក្រហមយ៉ាងសម្បើមយើងមើលដល់ពេលដែលអស់មនុស្សទូទៅដែលជាប្រជាពលរដ្ឋដែលគេសង្ស័យថាជាខ្មាំងអស់ទៅសម្លាប់កម្មាភិបាលផ្ទៃក្នុងខ្លួនឯងរហូតដល់តែពេលដែលកំពុងតែសម្លាប់គ្នាឯងយ៉ាងរង្គាលក្នុងផ្ទៃក្នុងនេះគឺការដែលមានជំងឺមិនជឿគ្នាជំងឺខ្លាចស្រមោលខ្លួនឯងនេះគឺរដ្ឋាភិបាលរបបវៀតណាមរបបខ្មែរក្រហមបានលួងចិត្តប្រជាពលរដ្ឋទ័ពវៀតណាមទ័ពខ្មែរក្រហមហ្នឹងថាខ្មែរក្រហមមានភាពអស្ចារ្យគឺហ៊ានវាយដល់វៀតណាមដែលមានសពាវុធខ្លាំងចូលទៅវាយតាមព្រំដែននៅជាប់វៀតណាមនឹងសម្លាប់ប្រជាពលរដ្ឋរំលោភស្ត្រីធ្វើបាបកូនក្មេងអីឡាក់នឹងឡាក់ធ្វើឲ្យវៀតណាមមានលេសមួយគឺថាដោយសារតែមានការជួយជ្រោមជ្រែងបាត់ផ្ដាច់ខ្លួនពីកម្មាភិបាលខ្មែរក្រហមមួយចំនួនដោយទាំងលោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមទៅបង្កើតរណសេរី2ធ្នូនៅម្ដុំខាងកើតកំពង់ចាមនឹងផងទៅក៏បង្កើតនាំទាំងទ័ពវៀតណាមរាប់មួយសែនអ្នកនឹងចូលមកវាយប្រាវមកធ្វើឲ្យដេញពួកខាងខ្មែរក្រហមបាត់ជើងសព្រាតទៅព្រំដែនអស់ដែលមានបានតដៃអីច្រើនឃើញរឿងហ្នឹងសិតតែរឿងទឹកដីរឿងចំនួនទប់ទឹកដីដែនអធិបតេយ្យហ្នឹងដោយសារអះអាងថាអញ្ចឹងឥឡូវនេះយើងចូលមកដល់រឿងនេះអញ្ចឹងមិនថាប្រជាពលរដ្ឋខ្មែរឈឺចាប់នឹងអាការរំលោភឈ្លានពានបាត់ដីបាត់កោះចាស់យើងមិនដឹងខ្មែរសុរិនក៏យើងនៅក្រោមការគ្រប់គ្រងរបស់ថៃខ្មែរក្រោមក៏នៅក្រោមការគ្រប់គ្រងរបស់វៀតណាមកោះត្រល់កោះអីការបាត់ដីផ្សេងទៀតអីហ្នឹងចេះតែបារម្ភអញ្ចឹងដូច្នេះរឿងនេះគឺជារឿងមួយដែលវិញ្ញាសាលំបាកណាស់សម្រាប់ថ្នាក់ដឹកនាំកម្ពុជាដល់តែពេលគាត់ឃើញបែបហ្នឹងគាត់ដឹងប្រវត្តិសាស្ត្រអញ្ចឹងគឺគាត់ត្រូវបង្ក្រាបហើយសារបង្ក្រាបនេះគឺជាសារដើម្បីលួងចិត្តបដាប៉ុន្តែគម្រាមបដាក្នុងពេលជាមួយប៉ុន្តែផលយ៉ាងណាគឺវាគ្រាន់តែជាការទិញពេលវេលាទេបងប្អូនព្រោះសារដែលគម្រាមកំហែងប្រជាពលរដ្ឋដាច់ខាតត្រូវតែដង្ហែតាមការដឹកនាំរបស់រដ្ឋាភិបាលត្រូវជឿជាក់ 100% ខ្ញុំជឿថាប្រជាពលរដ្ឋមិនមែនជឿលើសម្ដីទេ
chưa lơ tùng vơ lơ cam mà phim sầm máy ní lên chưa sầm đây vậy phụ ấy ca đã có họ chọn về ở tí họ riêng riêng mạnh gì ấy trong coi đánh gì bị riêng này sầm nành mệtนั่นคือปัจจุบันเนี่ยได้ความตรอกนะปัจจุบันคลุนเองก็เชื่อท่ารัฐบาลบานทั่วไอ้ปัจจุบันบัดบังจุ่มเนื้ออย่างทมนะได้ถนัดดังน้อมบางสันจีเมียนหรือก็เหมือนเมียนใส่เกใส่กระจุยหรือก็ท่าสำนักเมย์ไอ้นั้นก็ยืงและการสำงัดตีขนมระบายยืงหรือก็ยืงปรับแต่ตัวขี้ยืงตื้อดำไปดังทำเมียนให้ดอกไปให้อัดปลายก็เวียมใส่ไอ้ได้ดอกปรับชีซาที่ระนะให้อัดปลายให้ดอกแต่เฮียนรองครูได้ซาแต่ยืนหอกเป็นดังระบายไทยโยมาตุ่มละสาวจืดดอลเก้าสิบกิโลได้ขนมได้ขมายอันนั้นให้ได้เพื่อเอาเก็บปีบ้านหนึ่งเชื้อหรือสำได้ระบายถนัดดังนอมระทับปีบ้านให้ดอกไปเก็บอัดเชื้อจับดาวกลุ่มเรียมให้นับไปได้กลุ่มเรียมแบบนี้เข้มเชื้อท่าวิจิตรกับบัดจัดดองได้แต่คือยืงอัดบานแกให้ท่าเปิดรถเพลิงแต่ยืงบอบใส่นี่คือเชียร์ยุทธศาสตร์บอบใส่เตยยังอันไอ้ตุบมอดไปเชียร์ปลอดมันเอาในยี่ปีเรื่องการบัดบังตึกใดการเองจังเตยปลุกไอ้ไปเชียร์ปลอดมือคืนจากบ้านหนึ่งแผนกประปอนซับไซด์เราทำปีบ้าอันไอ้มองบันล็อกไปเชียร์ปลอดเอาเชื่อท่าเอาไว้ในก้อนยี่นั่นคือเชียร์การปัดนะปลุกไอ้การสมัยขมายกับห้อมในกสิกรอัดมีประปอนซับไซด์เตยโดยซาเกบำบัดชุบำบัดประปอนซับไซด์เอาดับแต่ไมโครในสากอโดยเฉพาะเรื่องไปเชียร์ปลอดเซอร์บานดังปอเดมีในบนใต้สมัยเนี่ยสมัย AI สมัยเทคโนโลยีนี่คือปีบะนึงก็เหาะปูกวันติโดยเฉพาะวิญญาณซาเราบอกเราทำปีบ้าเหมือนซากับเรียมกับไฮน์เต้คืออนุวัตจะแสดงให้จังบันชมท่าไว้เดี๋ยวอนุวัตจะแสดงดับใบอ่อยจิตนี่เชียร์นี้คืนนี้ให้กลมเอาเมียนกรมมาค้างกรอบพลองสงับไว้มาพลองสำได้ดักนี้จะตีให้จับดามบังกราบคืนนี้จับคืนนี้ดักกุ๊กทั่วเอาสถานพิบกรรมไปเชี่ยวเวลตรอกแต่ได้นั่งสากลอันตรายเชียร์กีกำปงแต่มือกีกำปงแต่เหมือนตกจัดเยื่อในซาแต่เยื่อรวมลบเส้นมนุษย์นึงบำพลายไปเชียร์แต่ปไตออดนี่แต่รอดอำเภอพวกเราลุยบาดเยื่อบาดตารางสลายพิบซาปอดมีไอ้บาดตารางต่างชวบเล็กบาดตารางรอดชนะให้ดอกเปย์จังยังอัดพรมสดาหลังวิ่งตาtừ 10 ឆ្នាំ 20 ឆ្នាំ 30 ឆ្នាំទៅមុខទៀតតើយើងធ្វើមិនឲ្យសហគមន៍អន្តរជាតិគេជឿយើងជួយយើងនៅពេលដែលយើងមានរឿងជាមួយថៃទៀតដូច្នេះបើយើងធ្វើដដែលឲ្យរំពឹងលទ្ធផលផ្សេងទៀតគឺយើងអត់មានបានយើងគ្រាន់តែទិញពេលវេលាខ្ញុំចង់និយាយចឹងទិញពេលវេលាកុំឲ្យវាដូចថាវាដាបខ្លាំងប៉ុន្តែអត់បានដោះស្រាយបញ្ហាយើងកំពុងតែយកបងគេហៅថាបងរំរបួសយកទៅបិទលើស្នាមរបួសដែលដាច់ជ្រៅស៊ីដល់ឆ្អឹងហើយអត់លេបថ្នាំផ្សះពីខាងក្នុងហើយយើងគិតថាបិទទៅស្អាតហើយជាអត់ជាទេតើតែលេបថ្នាំនឹងព្យាបាលហើយថ្នាំព្យាបាលស្រួលទេឱសថនេះព្រោះកម្ពុជាប្រជាពលរដ្ឋខ្មែរបាក់ស្បាតហើយប្រជាពលរដ្ឋខ្មែរបាក់ស្បាតនឹងការសម្លុតបំភ័យរបស់រដ្ឋាភិបាលកម្ពុជាងើបមួយវាយមួយហើយខ្ញុំជឿថាម៉ោងនេះអ្នកខ្លះលួចស្ដាប់វិទ្យុសូម្បីតែស្ដាប់ព័ត៌មានរបស់ខ្ញុំហ្នឹងក៏មានបងប្អូនខ្លះមកលួចប្រាប់ខ្ញុំថាលួចស្ដាប់ទេអត់ហ៊ានស្ដាប់ចាំមុខឲ្យខ្លាចអាជ្ញាធរគេលឺខ្ញុំជឿថាជួនកាលវាមានករណីបាក់ស្បាតមនុស្សម្នាក់ពីរក៏ថាបានដែរប៉ុន្តែអាទង្វើច្រើនហ្នឹងធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតបន្តអញ្ចឹងទៀតវាជាការគួរឲ្យសោកស្ដាយដែរតែខ្ញុំតែនិយាយស្អីបានមកខ្លាចរឿងស្ដាប់ខ្ញុំដាក់វិទ្យុក្នុងមុងអីនោះវាដូចជាហួសហេតុពេកហើយដែលបងប្អូនបាក់ស្បាតខ្លាំងមែនតើប៉ុន្តែអាការបាក់ស្បាតនេះគឺមកពីការសម្លុតបំភ័យតែមិនធ្វើអ្វីដែលជាដំណោះស្រាយជាក់ស្ដែងហើយខ្ញុំនិយាយថាដំណោះស្រាយគឺកុំរួចផ្សែងគឺត្រូវតែរួចភ្លើងកុំបាក់ផ្សែងរួចភ្លើងធ្វើម៉េចទី1សារអំពីសន្តិភាពការជឿជាក់រឿងរដ្ឋាភិបាលបន្តធ្វើទៀតចុះប៉ុន្តែកុំធ្វើលើសព្រោះតែយើងធ្វើលើសទូងស្គរខុសរឿងវាធ្វើឲ្យប្រជាពលរដ្ឋគិតថានេះជាសារនយោបាយប្រជាពិធទៀតហើយពួកអីស្រាឆ្ងាញ់អត់ចាំបាច់បិទស្លាកអីបងប្អូនគេទៅហែករមើលទៀមស្រាហ្នឹងនៅក្នុងព្រៃកាហែងណាក៏ទៅរែកហែករទិញដែរព្រោះអីវាឆ្ងាញ់តែបើអត់ឆ្ងាញ់យកទៅផ្សាយកន្លែងណាក៏គេបោកកតិនចោលដែរដោយសាររឿងឆ្ងាញ់ហ្នឹងហើយគឺយើងត្រូវធ្វើឲ្យជារសឬក៏អាចស្រាយើងហ្នឹងបិទពីអង្គសុទ្ធណាឲ្យវាឈ្ងុយវាអីខ្ញុំនិយាយហ្នឹងមើលតែខ្លួនឯងអ្នកប្រម៉ឹកស្រាអញ្ចឹងប៉ុន្តែខ្ញុំធ្លាប់ជួយលក់ចាប់រួយម្ដាយខ្ញុំដឹងថាស្រាណាស្រាឆ្ងាញ់ស្រាណាស្រាមិនឆ្ងាញ់សូម្បីតែគោក៏វាមកផឹកស្រាហ្នឹងដែរព្រោះអីពេលដែលខ្ញុំនៅតូបលក់ចាប់រួយដែលជាកូនច្បងជួយម្ដាយខ្ញុំតបចាប់រួយទូចមួយចិញ្ចឹមកូន3នាក់ឲ្យរៀនចប់សាកលវិទ្យាល័យអស់ខ្ញុំសរសើរម្ដាយឪពុកខ្ញុំណាគាត់ប្រឹងប្រែងតស៊ូយ៉ាងលំបាកលំបិនគ្រូសាក្រីក្រខ្វះខាតតបចាប់រួយប្រហែល3ម៉ែត្រហ្នឹងគឺអាចចិញ្ចឹមកូនបានទៅរៀនសូត្រដល់សាកលវិទ្យាល័យចប់រហូតដល់មានអនាគតភ្លឺស្វាងហ្នឹងគឺជាគុណូបការៈមួយដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានដែលពួកកូនជាពាក់គុណពួកគាត់ច្រើនណាស់ទាំងជាម្ដាយឪពុកដោយព្រមវិហារធម៌ផងហើយជាដែលថាជួយមើលការខុសត្រូវប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យកូនបានរៀនម្ដាយពុកខ្ញុំជឿចាក់លើការអប់រំដែលធ្វើឲ្យជីវិតកូននឹងមានអនាគតភ្លឺស្វាងគឺអត់ជឿទៅលើអំពើកັບកេងប្រវាញ់លួចជាតិឬក៏ធ្វើអីមួយដើម្បីបំផ្លាញអីទេគឺឲ្យរកទទួលទានតាមសមាជីវោប្រើចំណេះវិជ្ជាហ្នឹងដើម្បីជាគុណធម៌ដល់សង្គមអីចឹងដូច្នេះគាត់បានបង្រៀនពួកខ្ញុំច្រើនដែលធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់មិនមែនជាបន្ទុកនៅក្នុងសង្គមអរគុណឪពុកម្ដាយខ្ញុំហើយខ្ញុំនិយាយអំពីការដែលយើងបកផ្សែងមិនរួចភ្លើងគឺថៃបើធ្វើស្រួលតាបងប្អូនបង្រួបបង្រួមជាតិពិបាកណាស់ពាក្យហ្នឹងហើយថ្ងៃណាក៏លឺផ្សាយថាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតគឺស្មារតីបង្រួបបង្រួមជាតិដើម្បីសុខសន្តិភាពអញ្ចឹងបានថា
xa tả đạiដូចxaខ្មែរក្រហមនៅសហគមន៍ចឹងបដិញ្ញាមហាអស្ចារ្យមហាជោគជ័យក៏ហូបមួយថ្ងៃបប3ពេលរាវក៏ឃ្លោកក្បាលជង្គង់ធំជាងនេះហើយប៉ុន្តែអត់ហ៊ានថាអីព្រោះតែខុសពីអង្គការកំថាឡើយបបរាវបានន័យថាព្រលឹមឡើងអត់មានដង្ហើមដកទៀតអាហ្នឹងវាពិបាកអញ្ចឹងយើងអត់ចង់ធ្វើអញ្ចឹងទេយើងធ្វើអញ្ចឹងអត់បានផលទេព្រោះផលនេះប្រជាប្រដ្ឋសម័យ Gen Z នេះគឺសម័យបច្ចេកវិទ្យា AI នេះគឺទូរស័ព្ទព័ត៌មាននៅលើដៃលើបាតដៃអញ្ចឹងប្រកួតប្រជែងគ្នាធ្វើស្នាដៃវិញកុំប្រកួតប្រជែងគ្នាគម្រាមកំហែងជាសារហើយធ្វើតែអនុវត្តទៅប្រជាប្រដ្ឋឃើញណាប្រជាប្រដ្ឋខ្មែរយើងនេះគឺជាអ្នកកាន់សាសនាពុទ្ធឆាប់ជឿណាឆាប់អនុគ្រោះណាឆាប់លើកលែងទោសឆាប់ភ្លេចដោយសារតែគេវាយបាក់ថ្មិញអីក៏ដោយឲ្យតែឲ្យលៀបប្រេងកាឡាអីស្រួលបួលមកជូន$5 $10បានហើយយើងមិនចង់យកទោសបីគ្នាទេអញ្ចឹងស្រួលលួងចិត្តតាហើយលួងចិត្តហ្នឹងធ្វើម៉េចកុំបន្ថែមស្នាមរបួសឲ្យជ្រៅទៅក្នុងអ្វីដែលមុតស្រួចដែលកំពុងតែរ៉ាំរ៉ៃហើយនឹងគឺយើងព្យាបាលគាត់ដោយអីដោះលែងអ្នកទោសមនសិការទៅបង្រួបបង្រួមជាតិដោះលែងអស់មកអ្នកទោសមនសិការនឹងលោកកម្មសខាកញ្ញាសេងធីរីស្រុនស្រនសភាលីចន្ទរាវុធឡុងគុន្ធាថនរដ្ឋាលឹមលៀងហ៊ីហើយនឹងភួនកែវរស្មីរបស់ចលនាមេដាធម្មតិមួយជាតិនឹងអ្នកដតីទៀតនឹងដោះលែងអស់ទៅឲ្យកុំចាប់ថែមព្រោះពេលនេះគឺជាពេលស្អំចិត្តមិនមែនជាពេលគម្រាមអីទៀតទេព្រោះអីប្រជាពលរដ្ឋកំពុងតែថ្នាក់ចាក់ស្ដែងនឹងរឿងថៃឈ្លានពានយើងគ្មានអ្នកណាមើលមិនឃើញទេសូម្បីតែរដ្ឋាភិបាលសពថ្ងៃក៏មើលឃើញថាថៃឈ្លានពានកម្ពុជាយ៉ាងទន្ទ្រានដែរអញ្ចឹងដួងចិត្តរបស់យើងគ្រប់គ្រងតែប៉ុន្តែអត់អាចទៅឲ្យគ្រប់គ្រងថាត្រូវតែជឿជាក់លើរដ្ឋាភិបាល 100% តែជឿជាក់យ៉ាងម៉េចវាយគ្នា20ថ្ងៃយើងរត់បាស់ជើងកញ្ញាំហើយទៅអាស្អីក៏មិនអាចបាញ់ថៃបានអ្វីដែលយើងនៅការពារជួរមុខជួរអីហ្នឹងគឺយើងបាក់មកទាំងអស់គេគ្រប់គ្រងបានគ្រប់កន្លែងទាំងអស់ហើយយើងអង្គអាចក្លាហានយើងសរសើរហើយប៉ុន្តែយើងកម្លាំងមិនដល់គេអាហ្នឹងត្រូវទទួលស្គាល់ប៉ុន្តែស្អំចិត្តបែបហ្នឹងគឺលួងចិត្តដោយការដែលបង្រួបបង្រួមជាតិដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថានេះគឺជាអំពើល្អរបស់រដ្ឋាភិបាលគេកែឲ្យបើណែឯងនិយាយទៀតបានន័យថាណែឯងប្រឆាំងផ្កាប់មុខហើយខ្ញុំជឿថាគណៈបកប្រឆាំងបើសិនជារដ្ឋាភិបាលចាប់ផ្ដើមធ្វើរឿងហ្នឹងគឺយើងទៅដកពលឹងដួងកែវពីគណៈបកប្រឆាំងហ្នឹងគណៈបកប្រឆាំងគឺគាត់ចង់ឲ្យមានការបង្រួបបង្រួមអញ្ចឹងទៅដើម្បីគាត់អាចចូលទៅស្រុកខ្មែរបានទៅប្រកួតប្រជែងការបោះឆ្នោតមួយដែលមានគណៈបកតស៊ូមតិតាមតំណាងរបស់គាត់គ្មានការធ្វើទុកបុកម្នេញអីចឹងអាហ្នឹងគាត់ចង់បានអញ្ចឹងហើយតើបើយើងនៅតែចាំតែធ្វើទុកបុកម្នេញគាត់ចូលអត់បានអាហ្នឹងយើងនៅឆ្លោះគ្នារហូតហ្នឹងមានពេលណាទៅស្អំចិត្តប្រជាពលរដ្ឋបានស្អំចិត្តប្រជាពលរដ្ឋនៅស្រុកខ្មែរដែលអត់អាចនិយាយអីបានដោយសារយើងបិទមាត់គេចិត្តប៉ុន្តែយើងទៅស្អំចិត្តប្រជាពលរដ្ឋដែលជាសកម្មជនគណៈបកប្រឆាំងដែលភៀសខ្លួនទៅស្រុកក្រៅចង់អស់ហើយហ្នឹងដូច្នេះនៅកូរ៉េនៅជប៉ុននៅម៉ាឡេនៅឥណ្ឌូនេស៊ីនៅថៃនៅអាមេរិកបារាំងអង់គ្លេសជាងនៅគ្រប់ទិសទីហ្នឹងពួកគាត់មិនទ្រាំបានអូស្ត្រាលីអីប៉ុណ្នេះដូច្នេះអាហ្នឹងគឺចង់និយាយថាខ្ញុំមិនមែនតែខ្ញុំចង់ឲ្យតែចប់ឲ្យឆាប់ដែរទេឲ្យយើងត្រូវគ្នាទេបង្រួបបង្រួមជាតិស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញបើកសេរីភាពប្រព័ន្ធផ្សព្វផ្សាយឲ្យទូលំទូលាយហើយនិយាយទៅគឺឈប់ឆ្លោះគ្នាខ្មែរនឹងខ្មែរអស់ហើយម៉ោងនេះអត់មានឆ្លោះគ្នាកើតទៀតទេយើងត្រូវចាំថាសត្រូវរួមរបស់យើងគឺអ្នកនយោបាយថៃនិងយោធាថៃដែលឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយត្រូវតែរួមគ្នាជាកម្លាំងមួយមហាសាមគ្គីរបស់ខ្មែរតវ៉ាទាមទារយ៉ាងម៉េចឲ្យថៃទទួលខុសត្រូវចំពោះការឈ្លានពានរបស់ថៃរយៈពេលប្រមាណថ្ងៃហ្នឹងនឹងខ្ចាក់ឲ្យអស់ដីខ្មែរដែលថៃកំពុងតែឈ្លានពានទន្ទ្រានយកបានហើយត្រូវដឹងថៃឲ្យទទួលខុសត្រូវចំពោះបទអក្រិតព្រំប្រទានតាក់ទងនឹងអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិអីសពបែបយ៉ាងគឺអានេះដែលខ្មែរត្រូវរួមសាមគ្គីគ្នាមូលមាត់គ្នាតវ៉ាថៃដើម្បីដោះស្រាយបញ្ហានេះឲ្យខាងតែបានអាហ្នឹងបានយកចិត្តយកឈ្នះសម្លេងប្រជាពលរដ្ឋរដ្ឋាភិបាលអត់អាចនឹងគម្រាមប្រជាពលរដ្ឋកើតទៀតទេខ្ញុំជឿថាមួយរយៈពេលខ្លីអាចប្រជាពលរដ្ឋបាក់ស្បាត់ប៉ុន្តែរយៈពេលយូរសូម្បីតែមនុស្សនៅក្នុងគណៈបកកណ្ដាលអំណាចក៏ពិបាកនឹងស៊ូទ្រាំដែរព្រោះអីក៏គាត់មើលឃើញដែរហើយនយោបាយប្រជាពិធរបស់ខាងក្រមគ្រប់គ្រងរដ្ឋាភិបាលសាបដូចទឹកទលេហើយព្រោះអីអស់លោកបំពុលពេកបំផ្លាញរដ្ឋាភិបាលបំផ្លាញគណៈបកប្រជាជនដោយការបំផ្លាញព័ត៌មានបំពុលគឺយើងទៅយន្តហោះក៏បាញ់ធ្លាក់អាតាហ៊ានគេក៏ស្លាប់រាប់ពាន់អ្នករាប់ម៉ឺនអ្នកលបួសអីអញ្ចឹងទៅអាសាទាំងអស់ហ្នឹងអស់លោកហែកអាសេចក្តីទុកចិត្តរបស់រដ្ឋាភិបាលលោកមិនមែនជាសកម្មជនរបស់គណៈបកឬក៏អីខ្ញុំអត់ដឹងទេប៉ុន្តែធ្វើហ្នឹងគឺយើងជាអ្នកដែលនិយាយជេរគណៈបកប្រឆាំងកប់មាត់អីក៏អត់ដែលជាប់គុកគេថាយើងជាមនុស្សរបស់គណៈបកប្រជាជននិងរដ្ឋាភិបាលអញ្ចឹងគេថាយើងគឺជាអ្នកបំផ្លាញក្រមរដ្ឋាភិបាលធ្វើឲ្យការទុកចិត្តទៅលើរដ្ឋាភិបាលអត់មានក្រុមអស់លោកហ្នឹងឯងអ្នកជួយបំផ្លាញនោះមិនមានអ្នកណាទេបំផ្លាញតែខ្លួនឯងចឹងមកយកឲ្យខ្មែរយើងអត់មានអ្នកណាមកបំផ្លាញយើងទេបំផ្លាញខ្លួនឯងយើងឃើញនៅពេលដែលខ្មែរក្រហមបាក់ទ័ពដោយសារខ្មែរក្រហមបំផ្លាញខ្លួនឯងតាអត់មានទៅទប់អីជាមួយវៀតណាមអីបានទេរត់ចោលបាច់ជើងសបាត់ជើងសព្រាតទៅខ្លាំងនៅពេលដែលចូលទៅដល់ទល់ដែនក្បែរថៃឯណាមានព្រៃស្រោងឯណាហ្នឹងទៅតស៊ូប្រដាប់អាវុធហ្នឹងបន្តទៀតតែប៉ុណ្្នឹងឯងប៉ុន្តែប្រទេសទាំងមូលរត់ចោលជួរឯហ្នឹងរដ្ឋាភិបាលរលាយខ្សលរបស់អង្គការចាត់តាំងរបស់ខ្មែរក្រហមអញ្ចឹងទៅអាហ្នឹងគឺដោយសារយើងបំផ្លាញខ្មែរគ្នាឯងដល់ពេលឥឡូវយើងអត់មានសាមគ្គីភាពពេលឆ្លោះគ្នាមួយថៃយើងអត់មានអ្នកណាថ្កោលទោសថៃឲ្យយើងមកប្រទេសក៏អត់មានដោយសារអីដោយសារតែយើងវាអត់មានគេទុកចិត្តយើង
ហើយយើងអត់មានរៀនមេរៀនហ្នឹងអីចឹងឬក៏យើងគិតថាចាំតវាយគ្នាមកប្រាវទៀតឬក៏4 10ឆ្នាំទៀតវាយទៀតបានយើងកសាងអាហ្នឹងបានអត់ទេកសាងពីឥឡូវទៅបាទឥឡូវនេះគឺខ្ញុំបញ្ចប់ការផ្សាយរបស់ខ្ញុំដោយមានព័ត៌មានពីបង្អែមលៀងមាត់ស្រុកខ្មែរខ្ញុំដូចជាបានរៀបរាប់ជូនបងប្អូនចប់សពគ្រប់គាត់ថាចង់ជម្រាបថាថៃជន់មីនម្នាក់ទៀតហើយតាមពិតខ្ញុំចូលរួមសោកស្ដាយរឿងថៃជន់មីនណាយើងថាថៃខូចឲ្យតែពេលស្ងប់អីបន្តិចមីនជន់ណាបើថាបាញ់គ្នាក្តាំងហ្នឹងតែមកគ្រាប់ក៏អត់ជន់ដែរតែយើងថាមានពេលសម្រាប់បុណ្យជាតិបុណ្យអីដែរយើងចិត្តថាចឹងបងប្អូនតែចូលរួមសោកស្ដាយផងចំពោះក្រុមគ្រួសាររបស់ទាហានពលីទាំងខ្មែរទាំងថៃទាំងពិការអីហ្នឹងព្រោះយើងជាមនុស្សជួនកាលនឹងមេចាប្រជាមកអញ្ចឹងធ្វើម៉េចបើយើងជាទាហានចេះតែមកអញ្ចឹងទៅហើយដល់ពេលពិការជើងអញ្ចឹងទៅពិការមកជីវិតអីយើងវាគួរឲ្យសោកស្ដាយប៉ុន្តែអ្នកដែលដាច់ជើងនេះគឺដាច់ជើងទី10ហ្នឹងបងប្អូន10នាក់ហើយតែភ័ព្វល្អមួយគឺដាច់ជើង30នាទីមុនអាបាត់ឈប់បាញ់72ម៉ោងនេះចូលជាធរមានណាបងប្អូនម៉ោង 11:31 នាទីទាហានថៃជន់មីនដាច់ជើងមួយទៀតគឺអ្នកទី10ម៉ោង 12មានបាត់ឈប់បាញ់ដែលអត់មានផ្ទុះអាវុធបងប្អូនសាកគិតទៅមើលថាបើសិនជាទាហានថៃនេះជន់មីនកន្លះម៉ោងក្រោយម៉ោង 12តើយ៉ាងម៉េចទៅវិញខ្មែរយើងគេនឹងចោតយើងប៉ុណ្ណាទៀតទៅប៉ុន្តែនៅពេលដែលថៃជន់មីនមុននឹងបាត់ឈប់បាញ់អាចនិយាយបានក្នុងកម្រិតមួយថាថៃខូចប៉ុណ្ណាក៏មិនខូចខ្លាំងចាំឲ្យជន់មីនផ្ទុះនៅក្រោយពេលដែលបាត់ជប់បាញ់បានន័យថាមីននឹងអាចជាការជន់មីនពិតប្រាកដដោយផ្្លាត់ស្នៀតឬក៏ដោយសារអីខ្ញុំអត់ដឹងទេប៉ុន្តែបើសិនជាថៃពិតជាមានចេតនាខូចចង់ស៊ីបាយលៀបមាត់ប្រពែគឺថៃឲ្យមីននឹងផ្ទុះក្រោយម៉ោង 12មិនមែនផ្ទុះមុនម៉ោង 12ទេដូច្នេះរឿងនេះអាចថាជាមីនដែលនៅក្នុងចំការមីននៅក្នុងដីខ្មែរនឹងមែនហើយថៃចេះតែត្រកថែមទៅជីកលេនឋានទៅធ្វើអីទៅអត់ព្រមនៅស្ងៀមទៅក៏ជន់ទៅអីអញ្ចឹងទៅអញ្ចឹងថៃពិបាកនឹងចោតខ្មែរបន្តិចថានឹងដាក់ថ្មីមិនដាក់ថ្មីអីឬក៏ថាខ្មែរសម័យក្នុងខោអាម៉េចព្រោះអីចៃដន្យអីវា30នាទីមុននឹងបាត់ជប់បាញ់ហ្នឹងមានសំណាងអញ្ចឹងដែរបើថាក្រោយហ្នឹងថៃអស់ប៉ុន្តែកុំអាលអស់អីបងប្អូននៅអត់ដង្ហើមស្មឹងស្មានបន្តិចទៀតព្រោះអីទៅតែបានជាង10ម៉ោងឯម៉ោងនេះគឺ12ម៉ោងហើយនៅសល់60ម៉ោងទៀតបងប្អូន60ម៉ោងទៀតថៃគេថាគេចាំមើលថៃហ្នឹងម៉ោងហ្នឹងគេគួយចាំមើលគេចង់ឲ្យសហគមន៍អន្តរជាតិថាគេចង់តែសុកទេណាស់តែខ្មែរសម័យក្នុងខោឥឡូវចាំមើលទៅថៃគេជប់បាញ់ចាំមើលខ្មែរបាញ់ទៀតអត់ហើយខ្ញុំប្រាប់ខ្ញុំបន់ស្រន់ណាកុំឲ្យដល់ពេលស្រាប់តែនាទីទី70ម៉ោង71កន្លះហើយស្រាប់នៅកន្លះម៉ោងចុងក្រោយស្រាប់តែឌឺងាយទៀតផ្ទុះមីនទៀតហើយយើងទាំងធ្វើអាម៉េចទៅអត់ឲ្យផ្ទុះបើថៃសម័យក្នុងខោនេះចឹងបានថាឥឡូវនាំគ្នាបន់ស្រន់កុំឲ្យថៃសម័យក្នុងខោយើងដឹងថាអត់ធ្មត់ដែរយើងអត់ហ៊ានបាញ់ទេព្រោះយើងតែបាញ់គេមកស្រោចទៀតដល់ពេលឥឡូវវាទៅជាបន់ចោលកុំឲ្យសម័យក្នុងខោខ្លាចឆក់ខ្សែភ្លើងយើងងាប់វិញនេះហើបាទពិបាកតែយ៉ាងណាបងប្អូនឥឡូវនេះគឺជាសេចក្តីរាយការណ៍ហ្នឹងហើយគ្រាន់តែថាលើកនេះថៃបានចូលហួសចូលដីខ្មែរជ្រៅហួសគឺហួសបន្លាលួសនៅភូមិជោគជ័យរថក្រោះថៃចូលជ្រៅណាស់បងប្អូនអាកង់ឡានដែលគេដាក់ហ្នឹងមកឥឡូវគេចូលមកជ្រៅទៀតវាគ្រាន់តែថាបើសិនជាមានអីនៅក្នុងខមួយឲ្យប្រជាពលរដ្ឋវិលទៅស្រុកភូមិកំណើតវិញបានតាមធម្មតាខ្ញុំជឿថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះប្រហែលជាបិទជាប់រហូតយូរមិនដឹងដល់ពេលណាទេបងប្អូនហើយលបងនោះមកពាត់នៅអាស្អីគេកន្លែងផ្សេងទៀតលបងបលាលួសហ្នឹងតែយ៉ាងណាបងប្អូនឥឡូវហ្នឹងម្ដងទៀតវាអត់ទាន់បានសម្រេច 100% នៅឡើយទេយើងចាំមើលថាតើបើមានផ្ទុះអាវុធឬក៏អីឬក៏3ថ្ងៃហ្នឹងសម្រាប់សិនយកកម្លាំងផឹកទឹកអំពៅសិនហើយចាំដល់ពេលហើយនៅសល់ប្រហែលនាទីទៀតដាក់មកប្រាវទៀតឬយ៉ាងម៉េចជាអត់ដឹងតែខ្ញុំនៅតែបន់ស្រន់ឲ្យសូមឲ្យការជប់បាញ់នេះคล้ายទៅជាការជប់បាញ់ជាអចិន្ត្រៃយ៍ហើយវិលទៅរកភាពសុខសាន្តជាមួយគ្នាកសាងស្ថានភាពយើងឲ្យល្អប្រសើរឡើងវិញបាទឥឡូវនេះបង្អែមលៀងមាត់កម្ពុជា/ត្រឹមប៉ុណ្ណេះសន្មត់ថាចប់ប៉ុណ្ណេះប៉ុន្តែនៅសល់បង្អែមអាមេរិកមួយចានដើម្បីជូនបងប្អូនបានទទួលទានដែរដោយសារតែថ្ងៃនេះគឺព័ត៌មានពីលោកត្រាំបញ្ជាឲ្យទម្លាក់កំទេចក្រុមភេរវករនៅប្រទេសសេរីនិងនេសេរីយ៉ារឿងនេះមិនមែនកើតឡើងឥឡូវនេះទេកើតឡើងតាំងថ្ងៃ25ថ្ងៃបុណ្យណូអែលគឺថ្ងៃបុណ្យណូអែលជំនួសឲ្យការទម្លាក់ស្ករគ្រាប់ដើម្បីចែកគ្នាហូបគឺលោកត្រាំទម្លាក់គ្រាប់បែកទៅលើប្រទេសសេរីហើយនិងប្រទេសនេសេរីយ៉ាតាមពិតប្រទេសសេរីនេះគឺទម្លាក់ថ្ងៃ25ហ្មងសំទោសនេសេរីយ៉ាថ្ងៃ25ចំថ្ងៃបុណ្យណូអែលហ្នឹងគាត់ទម្លាក់គ្រាប់បញ្ជាបាញ់ពីកប៉ាល់នាវានៅដែនសមុទ្រនៅជាប់ក្បែរប្រទេសនេសេរីយ៉ាហ្នឹងហើយការទម្លាក់នេះគឺមិនមែនទម្លាក់ដើម្បីរំលាយរដ្ឋាភិបាលប្រទេសនេសេរីយ៉ាទេរដ្ឋាភិបាលអាមេរិកតាមរយៈសារពីសេតវិមានលោកត្រាំថាការដែលបាញ់វាយប្រហារកន្លែងមួយនៅប្រទេសនេសេរីយ៉ានេះគឺដោយសារតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រមឧទាមឬក៏ក្រមភេរវករISIS បាទក្រុម ISIS ហ្នឹងគេកំពុងតែកសាងកម្លាំងនៅប្រទេសនេសេរីយ៉ាហ្នឹងហើយយកតំបន់មួយដែលអាមេរិកទម្លាក់គ្រាប់ហ្នឹង
ធ្វើជាទីតាំងដែលដូចថាបង្កើនកម្លាំងខ្លួនឲ្យខ្លាំងអីអញ្ចឹងទៅហើយរដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាក៏ខកខានបរាជ័យដូចថាមិនអាចនឹងបង្ក្រាបក្រុមនេះបានអីចឹងទៅដូច្នេះហើយបានជាបើតាមសារព័ត៌មាន BBC រាយការណ៍គឺប្រធានាធិបតីប្រទេសនីហ្សេរីយ៉ាហ្នឹងគឺជាអ្នកដែលសហការឲ្យអាមេរិកទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យរបស់ខ្លួនទេដូច្នេះនៅក្នុងន័យនេះគឺបានន័យថាលោកត្រាំក៏ចង់កំទេចក្រុមនេះយូរឆ្នាំហើយប៉ុន្តែអត់មានឱកាសសោះទើបតែប៉ុនណូអែលហ្នឹងគឺទម្លាក់គ្រាប់បានដូចប្រាថ្នាប៉ុន្តែសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC នេះមិនប្រាប់ថាតើមានមនុស្សស្លាប់ប្រមាណក្រុមភេរវករពួក ISIS នឹងស្លាប់ប្រមាណអីទេគ្រាន់តែនិយាយថាកំពុងតែរងចាំមើលសេចក្តីរាយការណ៍អំពីបញ្ហានឹងតទៅទៀតមុននេះមួយអាទិត្យគឺសហរដ្ឋអាមេរិកក៏បានទម្លាក់គ្រាប់បែកនៅឯប្រទេសស៊ីរីដែរបាទគឺគាត់លោកត្រាំបញ្ជាឲ្យទម្លាក់គ្រាប់យ៉ាងសន្ធាប់នៅប្រទេសស៊ីរីនេះគឺដោយសារតែក៏ប្រឆាំងក្រុម ISIS នៅនឹងដែររឿងដែលក្រុម ISIS ក្រុមភេរវជននេះគឺមានទាំងនៅស៊ីរីមាននឹងទៅប្រទេសនីហ្សេរីយ៉ាហ្នឹងហើយក្រុមទាំងពីរនេះគឺមួយអាទិត្យពីអាទិត្យជាប់គ្នានេះគឺទម្លាក់គ្រាប់ហ្នឹងបើតាមអ្វីដែលជាសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC ដដែលថានៅប្រទេសស៊ីរីគឺទម្លាក់គ្រាប់យ៉ាងតិច70ទីតាំងបាទដើម្បីកំទេចក្រុមពួកអក្រិតជនឬក៏ក្រុមភេរវករដែលអាមេរិកចាត់ទុកថាបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិកដែរព្រោះអីពួកក្រុមនេះកាលពីថ្ងៃទី13ខែធ្នូគឺបានលបស្ទាក់វាយប្រហារធ្វើឲ្យស្លាប់ទាហានអាមេរិក2នាក់និងអ្នកបកប្រែផងនិយាយទៅគឺទាហានអាមេរិក2នាក់និងអ្នកបកប្រែម្នាក់ដែលជាជនស៊ីវិលហ្នឹងត្រូវបានក្រុម ISIS ស្ទាក់បាញ់ប្រហារនៅក្នុងទីក្រុងមួយឈ្មោះថា Palmyra នៅឯប្រទេសស៊ីរីហ្នឹងហើយរឿងនេះហើយដែលលោកត្រាំថាជាការសងសឹកដើម្បីរកយុត្តិធម៌ជូនអ្នកដែលស្លាប់ដែលជាទាហានបំពេញបេសកកម្មរបស់អាមេរិកនៅឯប្រទេសស៊ីរីនេះបាទតែយ៉ាងណាអ្វីដែលលោកត្រាំថ្លែងសារនេះនៅប្រទេសពេលទម្លាក់គ្រាប់នៅប្រទេសស៊ីរីប្រទេសនីហ្សេរីយ៉ាគាត់ថាអញ្ចេះគាត់ថាថ្ងៃនេះគឺយប់នេះតាមការបញ្ជាផ្ទាល់របស់ខ្ញុំជាអគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកគឺបានបើកការវាយប្រហារដ៏មានឥទ្ធិពលខ្លាំងក្លានិងផ្ដាច់ផ្ដាល់មួយប្រឆាំងក្រុម ISIS ដែលជាក្រុមភេរវជននៅឯតំបន់មួយនៅឯប្រទេសនីហ្សេរីយ៉ាគឺតំបន់ពាយ័ព្យដែលពួកនេះគឺបានកសាងក្រុមរបស់ខ្លួននៅក្នុងការបង្កបញ្ហាដល់ប្រជាពលរដ្ឋស៊ីវិលជាច្រើននៅប្រទេសនីហ្សេរីយ៉ាជាពិសេសគឺអ្នកដែលកាន់សាសនាគ្រិស្តបរិស័ទនេះគឺច្រើនឆ្នាំហើយដែលត្រូវបានក្រុមនេះធ្វើទុកបុកម្នេញសម្លាប់ហើយសហរដ្ឋអាមេរិកក៏បានប្រមានក្រុមនេះជាច្រើនលើកច្រើនសារដែរប៉ុន្តែក្រុមនេះនៅតែមិនបញ្ឈប់ការសម្លាប់អ្នកដែលគាំទ្រឬកាន់សាសនាគ្រិស្តយ៉ាងរង្គាលហើយឥឡូវនេះគឺដល់ពេលដែលពួកគេសាបព្រោះខ្យល់ទទួលផលជាព្យុះសង្គ្រាមរបស់ពួកគេហើយនៅយប់នេះតែម្ដងនាយកដ្ឋានសង្គ្រាមរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់ជាច្រើនដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃក្រមភេរវជននេះលោកបន្តថាក្រោមការដឹកនាំរបស់លោកគឺប្រទេសសហរដ្ឋអាមេរិកនេះគឺនឹងមិនអនុញ្ញាតឲ្យក្រុម ISIS អាចនឹងនៅរស់រៀនមានជីវិតបាននោះឡើយសូមបួងសួងឲ្យទាហានអាមេរិករបស់យើងមានសុខសុវត្ថិភាពសំណាងល្អគ្រប់គ្នាហើយក៏ជូនពរបុណ្យណូអែលទៅមនុស្សទាំងអស់នៅលើពិភពលោករួមទាំងក្រុមភេរវជនដែលបានស្លាប់ផងទៅជូនពរមិនទៅអ្នកដែលស្លាប់គាត់ថានៅមានច្រើនគ្រាប់ទៀតបាទតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណច្រើនចំពោះការត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់យប់ជ្រៅហើយម៉ោង 12 រំលងអាធ្រាត្រចូលដល់ថ្ងៃទី 28 ហើយសូមឲ្យបងប្អូនទទួលទានដំណេកឲ្យលងលោកស្កប់ស្កល់ព្រោះយប់នេះអាចមានការដែលទទួលទានដំណេកមិនរសាប់រសល់ដូចយប់មុនទេព្រោះស្ងាត់គ្រាប់បន្តិចហើយបងប្អូនជួមុខទៅហ៊ានជួមុខសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការសូមឲ្យបងប្អូននៅទទួលទានបានស្ងប់ហើយនៅតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតព្រោះសង្គ្រាមជាមួយនឹងថៃនេះមិនដឹងតែចប់ពេលណាទេយើងនៅសល់ដីខ្មែរច្រើនណាស់ដែលថៃកំពុងតែឈ្លានពានគ្រប់គ្រងបានខ្ញុំមិនជឿថាទាហានដែលពាក់លីនេះគាត់នឹងបានទៅសោយសុគតិភពដោយស្ងប់បានទេដោយសារតែនៅតែងាកមើលស្ដាយកម្លាំងពាក់លីហើយថៃនៅតែទន្ទ្រានឈ្លានពានដីខ្មែរបានយ៉ាងច្រើនទាល់តែដីទាំងអស់នោះខ្ជាក់មកឲ្យកម្ពុជាវិញហើយមានសុខសន្តិភាពពិតប្រាកដថៃទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនពេលនោះទើបយើងមានសុខសន្តិភាពផ្លូវចិត្តបាទសូមអរគុណច្រើនបងប្អូនសូមជម្រាបលា